ណាស់របស់ខ្ញុំមកជូនទៅគាត់ហើយនឹងហើយចាកូនល្ងងម៉ែបានរៀបចំរួចរាល់ហើយឯងគឺជាផ្កាយសំណាងដែលព្រះរាជគ្រូជាអ្នកចង្អុលបង្ហាញម្ចាស់ស្ត្រីបានឃើញហើយប្រកាសជាចូលចិត្តខានមេឃស័ក្តិសិទ្ធដីស័ក្តិសិទ្ធអ្នកតាមម្ចាស់ដីឆាប់បង្ហាញខ្លួនម៉ែកនាងនៅទីនេះកន្ទុយមន់ទាំង3ខ្លាយទៅជាព្រួញនំមួយកំណាត់ធ្វើជាចំនួនចាំងហួយគឺជាមនុស្សល្ងងណាស់និយាយថានាងជាវិជាសាទៀនយើងមើលទៅគ្រាន់តែជាជំងឺស្មារតីប៉ុណ្ណឹងបានណាមិនចេញទៀតយើងនឹងរੂវិហារលោកហើយយកពុកមាត់របស់លោកមកវិញធ្វើជាខ្សែពួរឲ្យលោកទៅសើពីជាងជីងហួរសើបានយ៉ាងម៉េចហើយខ្ញុំបានរត់សពដំណាក់តែ36បានសួរមិត្ត108នាក់ទីបំផុតបានសួរច្បាស់ហើយថាជាងជីងហួរកើតនៅឆ្នាំនេះចន្លោះម៉ោង5ទៅម៉ោង7ម្ដាយរបស់គេសម្រាប់3ថ្ងៃបដូរជាមក6នាក់ជាបហោពេញបន្ទប់តបងពីចំណុចសំខាន់មកណានេះកំឡុងពេលចាចេញពីផ្ទះប្រហែលឆ្នាំនេះបានរៀនវិជ្ជាបៃសាជាមួយនឹងគ្រូឈុតខ្មៅម្នាក់លោកគ្រូបង្រៀនវិជ្ជាបៃសាទេតាគេមកពីណាបណ្ដានោះមាននាមថាណែនៅក្នុងឯកសារមិនមានកត់ត្រាខ្ញុំទៅសួរម្ដងទៀតម្ចាស់ស្ត្រីទ្រង់ភ្លុកមើលផ្កាម្លិះដែលទៅនឹងយកមកនេះទៅនៅត្រង់នឹងហើយម្ចាស់ស្ត្រីខ្ញុំម្ចាស់បានបសិភៅតម្រាជាងកាំងនេះទាំងអស់ខ្ញុំម្ចាំងបានយកធូបឆិនហួយដែលសុំមកពីភ្នំឧថៃមកជាពិសេសម្ចាស់ស្ត្រីសាក់ហេតុមើលទៅនាងគឺជាអ្នកនាងគ្រូសាណាដែងព្រះពរម្ចាស់ស្ត្រីខ្ញុំម្ចាស់ឈ្មោះថាជាងជីងហួរឪពុករបស់ខ្ញុំម្ចាស់គឺលោកម្ចាស់សៀនយៀនហ៊ូងតាមពិតនាងគឺជាផ្កាយសំណាងរបស់គ្រូសាជាងម្នាក់នោះសោះមកនេះមកឲ្យជាងមួយនាងច្បាស់គួរសមពួកគេនិយាយថានាងគឺជាផ្កាយសំណាងបើសិនជានាងអាចរៀបការចូលដំណាក់ព្រះអម្ចាស់ជីងមិនបាច់ទេសូមគោរពព្រះអម្ចាស់ម្ចាស់ជ័យចៅមានមនុស្សដែលចៅស្រឡាញ់ហើយពិតជាកម្មពីមែនឯងបាច់ជានាំមនុស្សប្រុសម្នាក់មកទៅវិញម្ចាស់ជ័យជាងម៉ែវគឺជាស្រីស្អាតហើយចានាងមិនមែនជាមនុស្សប្រុសគឺល្អហើយប៉ុន្តែគេស្លៀកពាក់ម្ចាស់ស្ត្រីទុកចិត្តចាស់តាមពិតខាងក្នុងខ្ញុំគឺជាមនុស្សស្រីពិតប្រាកដហើយមិនឃើញអញ្ចឹងអ្នកនេះរចនាប័ទ្មពេញរាងកាយមើលទៅដូចជាទេពធីតាក្នុងផ្ទាំងគំនូរអញ្ចឹងទៅព្រះអម្ចាស់លងសម្រាប់នាងមុខមាត់បបនាងគួរតែនៅក្នុងព្រះវិហារធ្វើជាព្រះពុទ្ធសាសនាមិនទៅក្នុងវិហារធ្វើជាព្រះពុទ្ធទេនាងម្នាក់នោះគឺជាម្ចាស់ស្ត្រីនាងគឺជាកូនខ្លាំងៗដែលស្នាក់នៅក្នុងផ្ទះរបស់ខ្ញុំម្ចាស់ហូបចុកទីអស់រយៈពេល20ឆ្នាំនេះបាននិយាយទៅគួរឲ្យខ្មាស់គេណានាងម្នាក់នេះមានចិត្តលោភលន់តាំងពីក្មេងសូម្បីតែប្រាក់របស់អ្នកបម្រើក៏នាងកាត់យកដែរថាម៉េចគឺអញ្ចឹងទេមិនហើយមិនសមសោះនិយាយបានល្អណាស់មិនអញ្ចឹងទេនាងតែរើថែបន្តិចទេដូចជាកណ្ដាលអត្រៀនខ្ញុំតទ្វាស្ត្រីមួយម៉ាយពេលថ្ងៃវាយកូនក្មេងបៃស៊ូអ្វីដែលគេនិយាយជាការពិតទីងម្ចាស់ជ័យចៅដឹងថានាងមានគុណវិបត្តិច្រើនណាស់នាងលោភលន់ទ្រព្យសម្បត្តិមែនប៉ុន្តែនាងដើម្បីជួយគេក៏ចាយប្រាក់អស់ពីខ្លួននាងពិតជាកាត់ប្រាក់ខែអ្នកបម្រើមែនប៉ុន្តែនាងបានទិញក្តាមម្ជូរឲ្យអ្នកបម្រើចាស់ៗដែលគ្មានទីពឹងនាងដើរបោកប្រាក់គេមែនប៉ុន្តែនាងប្រើវិធីដើម្បីជួយក្មេងៗដែលគ្មានកំហុសទោះបីជានាងមានគុណវិបត្តិច្រើនប៉ុន្តែនៅក្នុងចិត្តរបស់ចៅលើលោកនេះគ្មានស្រីណាដែលល្អជាងនាងទៀតទេស្អប់ណាស់ជើងនេះទៅតែលើកទី1ទេដែលឃើញឯងចែកការពារមនុស្សម្នាក់បែបនេះពីមុនអ្នកណាក៏ឯងមិនរវល់ជាមួយដែរថ្ងៃនេះយើងពិតជាបានបើកភ្នែកឃើញច្បាស់មែនល្អណាស់នាងល្អិតនេះអ្វីបិទតែមើលទៅរៀងចចេះបន្តិចប៉ុន្តែចរិតល្អពិតតាមពិតយើងមើលពួកឯងសំជាគូគប់នឹកគ្នាពិតមែន
ណាមកទៀតទេបន្តមកទៀតគឺជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំហើយនឹងព្រះអង្គម្ចាស់ហើយពេលវេលាគឺជាមាសប្រាក់អ្នកទាំងអស់គ្នាគួរតែដឹងខ្លួនបន្តិចទៅត្រឡប់ទៅវិញទៅណាតែ ជាកញ្ចាំងអញក៏បន្ទោសយើងឲ្យសោះគួរបន្ទោសថាអញចង់ការពារស្រីម្នាក់នោះតែចុងចាំពេលដែលជាកញ្ចាំងអញត្រូវខ្មោចរករឿងរហូតស្ទើរស្លាប់ស្ទើររស់នោះចាំយើងទៅជួយជាឯងចុងហើយដល់ពេលនោះអញនឹងគោរពបូជាយើងដូចជាព្រះពោធិសត្វអញ្ចឹងចាំងម៉ែវអើយឯងបើកភ្នែកឲ្យធំរងចាំមើលទៅមនុស្សដែលប្រឹងយកចិត្តអញទាំងអស់នោះនឹងខ្លាចទៅជាអាយ៉ងរបស់យើងបែបណា ពិតជាឈ្ងុយខ្លាំងណាស់តើត្រីនេះបានមកពីណា ចាប់មកពីក្នុងស្រះហើយទៅហើយមកមួយកំណើ នៅក្នុងស្រះនោះជាត្រីរបស់យើងកូនត្រីរបស់យើង សៀវឈី សៀវជីសៀវឈឹងសៀវហួរសៀវលីនាង ហើយយ៉ាលោកកំចិត្តចង្អៀតពេកទៅមើលមានខ្ញុំនៅទីនេះតែលោកចាំបាច់ចិញ្ចឹមត្រីទាំងអស់នេះធ្វើអីទេចិញ្ចឹមពួកវាមិនស្មើនឹងចិញ្ចឹមខ្ញុំនោះទេបានហើយណែចែកមកក្បាលឲ្យឡើងប៉ុន្តែថ្ងៃនេះសម្ដីដែលលោកនិយាយនៅចំពោះមុខម្ចាស់យាយរបស់លោកស្ដាប់ទៅក៏គួរសមដែរឬមួយក៏លោកបានលួចស៊ើបរឿងរបស់ខ្ញុំហើយ ព្រោះខ្ញុំជឿលើនាងនឹងហើយ មិនស្មានថាលោកគឺជាមនុស្សមានហេតុផលបែបនេះសោះមកចូលត្រីមួយពេលនេះលេងខឹងរឿងដែលខ្ញុំញ៉ាំត្រីរបស់លោកហើយហ៎ គឺនៅខឹងនាងចាំងស្អីខ្លួននិយាយត្រូវនាងមិនល្អដូចអ្វីដែលខ្ញុំនិយាយទេ ហាមិនខុសទេខ្ញុំគឺជាមនុស្សអាក្រក់ម្នាក់ពេលនេះខ្ញុំនឹងទៅយកសៀវឈីងសៀវឡានសៀវជឿរបស់លោកទាំងអស់នោះចាប់ឡើងមកទាំងអស់ឲ្យពួកគេមកគ្រួសារជួបជុំគ្នាហា ចាំម៉ែវវិវោហើយមកចាក់សត្រីមានរឿង ជាងលៀនអង្គុយខិតមកបន្តិចមកឲ្យយើងមើលទៅមើលឲ្យក្នុងឯថ្ងៃនេះតើមានពណ៌អី មកចាក់សត្រីយ៉ាងមិនទៅហើយនឹង អាយ៉ាឯងមើលទៅមុខរបស់ឯងខ្ចីយ៉ាងនេះមុខខ្ចីជាងស្រីបនជួយសៀវឡូវទៅទៀតនេះល្អិតនេះចាំជើងផងណាអីចាំជើងផងចាំផងជួយផងមកចាក់សត្រីទៅឆ្លើយស្ដាប់ហើយជួយផងសៀវជួយឯងកម្រិតអីណាកម្រិតកម្រិតចាសៀវជួយកម្រិតអី មើលតែគាត់គឺត្រូវខ្មោចល្មមចូលខ្លួន ឲ្យជើងស្ទាបចង្កេះតូចរបស់នាងតិចមកណាជើងស្ទាបតែបន្តិច មកចាក់សត្រីនេះគឺជាម្ចាស់យាយរបស់លោកណាម្ចាស់យាយបង្កើតណា មកឲ្យជើងឲ្យថើមតិចមក តើក៏ខ្ញុំវិញចាស់ អើយមកចាក់សត្រីកុំអី ពីមកចាក់សត្រីដែលអូនស្មានថាសុភាពបរង ស្រីថោកទាបឯងហ៊ានចង់លោកម្ចាស់យើងនេះផងចាំពេលជើងដោះរាងកាយនេះហើយប្រកាសជានឹងដោះកៅអៅឯងចេញហើយជួឯងនៅរបងក្រុងទូទាំងក្រុងឲ្យបានឃើញទាំងអស់ ប៉ាត់ជាសម្ដីថ្លោះណាស់តែគួរឲ្យស្ដាយជាតារបស់ឯងដូចជាខ្ញុំនេះមានជំនាញព្យាបាលមនុស្សដែលមិនព្រមចុះញោមដូចឯង ធ្វើយ៉ាងម៉េចឲ្យខ្មោចលោភលន់នេះចេញពីកាយម្ចាស់យាយយើងបានទៅ ខ្ញុំអាចជួយយកចេញឲ្យលោកបានតែ ពឹងលើនាងហើយ ប៉ុន្តែខ្ញុំគឺថាកាត់ប្រាក់មិនជាថាប្រមាណទេ នាងទើបតែទទួលបានមាស 1000 ដំឡឹងពីខ្ញុំនាងចង់បានប្រាក់ទៀតទេ ហើយយ៉ាលោកគិតមកទេគ្រួសាររបស់លោកមានគ្រោះច្រើនណាស់មួយលើកហើយមួយលើកទៀតគឺពិតជាត្រូវចំណាយប្រាក់ច្រើនចឹងហើយឬក៏គិតជាខែតែម្ដងទៅខ្ញុំអាចបញ្ចុះតម្លៃឲ្យលោកខ្លះ ពិតជាមនុស្សដែលក្នុងភ្នែកមានតែប្រាក់មែនព្រះអង្គម្ចាស់ជីងត្រង់កំរំអីព្រះរាជគ្រូគឺជាព្រះរស់ដែលយល់ដឹងពីក្បួនអីចឹងហើយអាចដឹងពីការស្លាប់រស់ឆ្នាំមុនក៏ចឹងណានមានគ្រោះថ្នាក់រាំងស្ងួនគង់តែបានយន់មួយសន្លឹងលោកគ្រូមានសម្ដាប់ចិត្តមេត្តាគឺមិនដែលគិតប្រាក់ទីមិនដូចជាជនបោកប្រាស់ក្នុងពិភពកូនខ្លះឲ្យតែមានឱកាសគឺទាថ្លៃហួសហេតុ អូហូតាមពិនព្រះរាជគ្រូគឺជាគ្រូរបស់ឯងសោះប៉ុន្តែរបស់ល្អមិនថោកទេណារបស់ដែលមានតម្លៃថោកគឺមិនល្អទេព្រះអង្គម្ចាស់ជីងទ្រង់ជឿខ្ញុំទេរបស់ហ្វ្រីគឺជាអន្ទាក់ណា
ព្រះរាជគ្រូឆាប់បញ្ចេញថ្មីដែរទេស្រីបិសាចម្នាក់នេះបានចាត់ពេកហើយមិននៅពជាពេលទៀនព្រះអង្គម្ចាស់ជាងនឹងត្រូវនាងលេខល្ខោនបោកប្រាស់ មិនមែនថាឲ្យខ្ញុំទេហ៎បានខ្ញុំធ្វើជាទេវតាធ្វើជាខ្មោចក៏បាន ស្រី សូម សម្រាប់ តែ នា ពី ង អញ្ជើញ បិសាចឯងត្រូវការឲ្យយើងចូលរន្ទះឋានសួគ៌ទាំង5ដើម្បីអញ្ជើញឯងចេញមកឬក៏ឯងដឹងខ្លួនចេញមកខ្លួនឯងហើយយើងមិនទាន់លៀងឆ្អែតទេឯងឲ្យយើងចេញមកអញ្ចឹងពិតជាបាក់មុខយើងពេកហើយអាយ៉ាក្មេងស្រីម្នាក់នេះមើលទៅស្អាតជាងក្មេងៗមិញទៀតស្រីស្អាតរបស់យើង អាយ៉ាពេលវេលាល្អខ្លីណាស់បើមិនអញ្ចឹងទេនាងមកកំដរយើងបន្តិចទៅណា ព្រះអង្គម្ចាស់ជាងជួយហនអើផង មានព្រះរាជគ្រូនៅមិនបាច់100ជាងទេធ្វើត្បិតខ្លាចធ្វើឲ្យមានរបួសរាងកាយម្ចាស់ស្ត្រីប៉ុន្តែចង្រៃយកស្អីនិយាយពីអត់បានការច្រើនបែបនេះមានសមត្ថភាពអីបន្តិចទេបញ្ចេញក្បាច់ឬក៏ចេញពីទីនេះរើសយកមួយទៅបានថ្ងៃនេះយើងនឹងឲ្យរលាយប្រលឹងមកចាស់ជ័យ ម្ចាស់ជ័យ ជើងនេះជើងចាំមិននឹង ម្ចាស់ជ័យត្រង់កំរំអីមិញនេះមានអ្វីសន្ធិដ្ឋនៅក្នុងរាងកាយត្រង់ឥឡូវនេះលែងអីហើយមកម្ចាស់ជ័យក្រោកឡើង សំណាងល្អដែលថ្ងៃនេះមានលោកគ្រូរបស់ខ្ញុំនៅទីនេះបើសិនជាពួកពិភពគុណបោកប្រាស់ធ្វើឲ្យព្រះផ្ដាស់លទ្ធផលមិនអាចនឹងស្មារតី ម្ចាស់ក្សត្រីមានវាសនាល្អវិញ្ញាណអាក្រក់កំចាត់បានហើយទូលបង្គំថ្វាយបង្គំលា ម្ចាស់ស្ត្រីត្រង់បំភ័យហោអើស្លាប់ទៅហើយឃើញត្រង់រងទុកហោអើពិតជារងទុកជំនួសម្ចាស់ស្ត្រីណាក្មេងល្អសំណាងហើយដែលនាងបានជើញព្រះរាជគ្រូមកទាន់បៃស៊ូជីងហោថ្ងៃនេះទទួលការផិតភ័យហើយឲ្យគេស្នាក់នៅទីនេះកំដកយើងសិនទៅណាម្ចាស់ស្ត្រីមិនអីគឺល្អហើយមិនដូចជាមនុស្សខ្លាំងគឺបានតែមាត់ប៉ុណ្ណោះហោអើពិតជាបារម្ភថាមានមនុស្សមានគំនិតអាក្រក់ចង់ធ្វើបាបត្រង់ចេញទៅទាំងអស់ទៅម៉ង អូបាន ឲ្យជាងមើលកញ្ចក់ដែលទើបនឹងលាបថ្មីរបស់ឯងតិចមើល ស្មានមកដល់ថាព្រះរាជគ្រូគ្រាន់បើដែនតា ព្រះអង្គម្ចាស់លក្ខខណ្ឌក៏បានសម្ដែងរួចហើយដែរម្ចាស់ស្ត្រីក៏ត្រូវបានលួងឲ្យសប្បាយចិត្តហើយដែរមាន1000ដំណឹងរបស់ខ្ញុំនោះទៅតឥឡូវនេះម៉ែ អញ្ចឹងនឹងឲ្យគេរៀបចំយប់នេះចន្លោះម៉ោង9ដល់ម៉ោង11យប់មកយកក្នុងបន្ទប់យើងទៅ ឈប់សិនគ្រាន់តែឲ្យលោកយកប្រាក់ចេញមកក៏អាយអង្គបែបនេះដែរមិនមែនចង់គេចមិនសងប្រាក់ទេហ៎ខ្ញុំមកយកប្រាក់កម្លាំងញើសឈាមរបស់ខ្ញុំ មកដល់ហើយហ៎ចូលមកជាមួយយើងមក ព្រះអង្គម្ចាស់កំពុងតែសម្ដែងរឿងអីដែរហ្នឹង ពេលវេលាខ្លីល្អណាស់កុំខ្ជះខ្ជាយវាអីមិនចឹងទេអាកញ្ចាស់ល្មមកម្មធ្វើពត់ដូចណាស់ឯងនេះឯងនៅសញ្ញោភ្នែកដាក់យើងទៀតទេហា ចាំមើល ឲ្យឯងយកលឹមឲ្យយើងឯងនៅឯអង្គយើងក៏ដឹងថាឯងមានបញ្ហាទៅហើយយើងដឹង ក្មេងចង្រៃវាធ្វើឲ្យខូចការធំរបស់យើង ឆាប់ចេញមក ចាំមើល ដឹងខ្លួនហើយហ៎យ៉ាងម៉េច មិនគន់មកទីនេះ ខ្ញុំហើយហើយ នាងនៅលួចមើលខ្ញុំទៀតហ៎ អ្នកណាលួចមើលលោកទៅមិនដឹងថាបាញ់មិញអ្នកណានៅទីនោះនិយាយថាមកចូលមកទីនេះជាមួយខ្ញុំទេ កុំនិយាយព្រេបណាចុះមិននឹងអាចទៅ
អាល្មប់កម្មនោះមិនមែនមិនតន់ទៅទៀតទេ ចាំមើលនាងសង្កត់ដៃខ្ញុំជាប់ហើយ សុំតផងអូព្រះអង្គម្ចាស់មុខរបស់ទ្រង់ក្រហមណាស់មិនមែនគឺជាមន់ខ្ចីមួយទេមែនទេ ប្រកាសជាមិនមែនហើយ ប៉ុន្តែបេះដូងរបស់ទ្រង់លតប្រៀបដូចជាមានទន្សាយមួយក្បាលកំពុងរត់នៅក្នុងនេះអញ្ចឹង ចាំមើល ជួយផងអ្នកបំរើជួយផងអ្នកបំរើអាល្មប់កម្មថ្ងៃនេះយើងនឹងធ្វើឲ្យឯងរលាយប្រលឹងមិនខានទេ ម្ចាស់ស្ត្រីហួរអើយជួយសម្រួលសរសៃឲ្យទ្រង់ធ្វើដំណើរផ្លូវឆ្ងាយគឺត្រូវតែសម្រួលសរសៃឲ្យហើយគ្រាន់បើប្រដេប្រដាស់មនុស្សថោកទាបមកពីណានឹងហើយចាងមិននឹកស្មានថាម្ចាស់ស្ត្រីចាស់យ៉ាងនេះទៅហើយនៅមានរូបរាងស្អាតអញ្ចឹងទៀតស្បែកក៏នៅរលោងស្ទាបបង្អែនមិនចិត្តណាយចង់ធ្វើស្អីទៅហ៊ានមកជួយជើងផង អញធ្វើអីចំពោះម្ចាស់យាយរបស់យើងនៅចូលផ្លឹកដល់ណាទៀតចូលទៅជួយទេ កម្រិនឲ្យហួរអើបម្រើទ្រង់ឲ្យបានល្អទេមកឲ្យហួរអើបម្រើទ្រង់ជួយជើងផងមកហួរអើជួយជួយជើងផងអ្នកណាក៏បានអាចចាំមកអញជួយសម្រួលសរសៃឲ្យយើងចម្លៃគ្រាន់បែសូម្បីតែម្ចាស់ស្ត្រីមានអាយុ80ឆ្នាំតែហើយក៏មិនលើកលែងដែរ ជើង ចឹងមែនឯងនៅឈប់មើលអីរូបភាពនេះពិតជាមិនអាចមើលចូលភ្នែកទេ ត្រូវការឲ្យពួកយើងចេញសិនដែរទេ មិនបាច់ទេបានអ្នកទាំងពីរចេញទៅហើយខ្ញុំនឹងធ្វើឲ្យអ្នកណាមើលទេ អីចាកំរើអីកំរើលែជើងអើយគេធ្វើបាបជើង មិនអីទេឯងចេញមកដោយខ្លួនឯងឬក៏ចាំយើងអញ្ជើញឲ្យឯងចេញមក ចង់ស្លាប់ហើយស្រីចង្រៃហេតុអីក៏ចូលមកលោកដៃក្នុងរឿងគេ មើលមិនច្បាស់ទេគឺដើម្បីរកប្រាក់នឹងហើយ សំបីតែព្រះរាជគ្រូក៏ធ្វើអីយើងមិនបានផងនៅឯស្ងៀមពិតជាល្ងងហើយចូលចិត្តលេងច្រើនទៀតហើយចេះខ្មាស់គេដែរទេហ្នឹង យ៉ាងណាក៏ពេលនេះយើងមានរឿងកាយតែមួយជាមួយនឹងគេម្នាក់នេះ អ្នកដែលយកវាយនោះគឺជាឯងឲ្យឯងរលាយព្រលឹងដើម្បីកុំឲ្យឯងមានបញ្ហាថ្ងៃក្រោយទៀតយ៉ាងមិនដែរចេញមិនចេញអញ្ចឹងបន្តទៀតបន្តចេញឬមិនចេញហ៎ម្ចាស់យាយ មែនទេអីនាងល្អិតមេឧនុស្អីក៏មិនកាន់មិនក៏គេស្រែកដូចជ្រូកដែលគេសម្លាប់អញ្ចឹង ប្រហែលជាកំពុងតែសម្ដែងទេដឹង សំដែង សម្ដែងទេដឹងអីអើយចាប់សិនតើនាងគឺជាអ្នកណាឲ្យប្រកាសទៅយើងមានចិត្តសាស្ត្ររាប់រយឆ្នាំមិនត្រូវបាច់សូនមន្តអាគមស្ទើរតែមិនប្រើវត្ថុទៅទៀតផងសម្រាប់អីឯងអាចធ្វើយើងរបួស ពេលដែលឯងកំពុងតែសន្តិដ្ឋនៅក្នុងរាងកាយរបស់គេនោះខ្ញុំកំពុងតែលាក់សមាសភាពពិតរបស់ខ្លួនធ្វើជាអ្នកនាងធំឲ្យគេនោះ បើអញ្ចឹងឯងធ្វើជាអ្នកនាងធំរបស់ឯងបន្តទៅ និយាយដល់រឿងនេះគឺយើងខឹងភ្លាមពួកគេសំបីតែ DNA ក៏មិនពិនិត្យដែរក៏និយាយថាយើងមិនមែនជាកូនបង្កើតយ៉ាងម៉េចមានតែឯងទេគឺជាកូនបង្កើតមានតែឯងទេដែលជាអ្នកនាងធំហ៎យើងវាយឯងឲ្យស្លាប់យើងវាយឯងឲ្យស្លាប់ អើយតែឯងវាយយើងឬក៏វាយគេ សំខាន់យ៉ាងណាគឺឯងជាអ្នកឈឺវាយឯងឲ្យស្លាប់យើងវាយលេងឲ្យឆ្អែត ទេធីតា បញ្ចប់ការងារហើយ ទេធីតាទុកជីវិតផងខ្ញុំមកពីចម្ងាយដើម្បីរកប្រាក់ចិញ្ចឹមជីវិតដែរ មានមិត្តភ័ក្តិមកពីចម្ងាយប៉ុន្តែត្រូវតែសម្លាប់ លែជើងទៅលែជើងចេញវិញទៅ ចិត្តក្រោយត្រូវចាំថាធ្វើជាមនុស្សល្អណាស់ លែជើងទៅវិញទៅលែជើង មិនភ័យទេហើយយ៉ាដឹងខ្លួនហើយហ៎ របួសនីងអញជាអ្នកវាយមែនទេ មែនហើយយ៉ាងម៉េចអាចចង់អរគុណខ្ញុំហ៎អើយមិនបាច់អរគុណទេ ម្ចាស់ស្ត្រីប្រកាសជាអ្នកដាក់ថ្នាក់ខ្ញុំហើយឆ្លៀតពេលដែលខ្ញុំកំពុងតែសន្លប់ក៏វាយខ្ញុំត្រង់មកចោះអ្នកអាក្រក់ណាស់ តែបង្វាយរឿងណាបាញ់មិញបើសិនមិនមែនជាងមួយបញ្ចេញថ្មីដៃទេឯងត្រូវរបស់កខ្វក់នោះធ្វើឲ្យស្លាប់ទៅហើយ
ថាម៉េចមើលទៅសម្ដីដែលឯងនិយាយអាក្រក់អំពីជាងមេវកាលពីមុននោះគឺសុទ្ធតែឯងមកកាត់ឡើងខ្ញុំមិនមែនទេអ្នកបម្រើជូនអ្នកនាងជាងត្រឡប់ទៅវិញទៅខ្ញុំអត់មែនទេម្ចាស់ស្ត្រីគឺជាច្រឡំហើយត្រង់បដៅកាខ្ញុំម្ដងទៀតទៅម្ចាស់ស្ត្រីអ្នកបម្រើយកមាស 2000 ដំឡឹងមកឲ្យក្មេងល្អនេះ អូយព្រះអើយ បាទជាឯងបានជួយជឿមាសទាំងអស់នេះឯងយកទាំងអស់ទៅណា នាងដូចជាមិនសមទេ កាលពីមុនយើងមានគំនិតមិនល្អចំពោះឯងថ្ងៃក្រោយឯងគឺជាចៅប្រសាររបស់គ្រួសារយើងហើយ នឹងម្ចាស់ស្ត្រីតាមពិតខ្ញុំនឹងព្រះអង្គម្ចាស់ជាងគឺខ្លាំងខ្លាយទេ នាងគឺ ព្រះអង្គម្ចាស់មានដែរម្ចាស់ស្ត្រីឲ្យខ្ញុំពិតជាច្រើនណាស់ធ្វើជាមនុស្សត្រូវតែនិយាយពីមនសិការខ្ញុំពិតជាខកត្រង់លេខបានហើយ អញ្ចឹងពិតជាគួរឲ្យស្ដាយណាស់បើសិនជាមិនអាចធ្វើជាចៅប្រសារបានអញ្ចឹងធ្វើជាកូនធម៌របស់យើងចាំមិនដែរ អញ្ចឹងបានដែរ គំនិតមួយនេះល្អបៃស៊ូឆាប់មកហើយអ្នកមិញទៅ មិនបានទេ ហេតុអី មិនបានគឺមិនបានហើយមានមូលហេតុស្អីទៅ អញ្ចេះចុះនាងល្អិតមេវធ្វើនេះធ្វើនោះពេញមួយយប់ទៅហើយក៏ហត់ហើយអ្នកបម្រើនាំគេទៅសម្រាប់ភ្លាមទៅ បានអញ្ចឹងខ្ញុំទៅសម្រាប់មិនហើយណា អាយ៉ាថ្ងៃនេះយាអូនពិតជាឡើងណា ជាធម្មតាឯងកតញ្ញូជាងគេថ្ងៃនេះមិនក៏ប្រឆាំងនឹងបញ្ជារបស់ម្ចាស់ជី គឺនាងសម្បាំងអីធ្វើជាចាស់ទុំរបស់ខ្ញុំមិនយល់សពទេ ឯងមិនមែនស្រឡាញ់គេទេដឹងព្រោះថានាងធ្លាប់ជួយជីវិតឯងផង អូនៅមានរឿងបែបនេះផងហេ នេះម្ចាស់បងកុំនិយាយព្រាបណាខ្ញុំមិននឹងស្រឡាញ់មនុស្សលោភលន់ បើអញ្ចឹងក៏ហីចុះចាប់ពីពេលនេះនាងគឺជាកូនធម៌របស់យើងហើយនឹងមីងរបស់ឯង ឆាប់សុំនឹងវាទៅបងអូនប្រុសម្ ចាស់បងខ្ញុំមិនមែនមានន័យអញ្ចឹងទេនេះឯងចាំមិនដឹង បងម៉ែ នេះឯងចាំមិនដឹងចាំមិនហើយអត់ពុកមើលបេះដូងខ្លាំងប្រមាណរបស់ម៉ែអ្នកណាវាយឯងដល់ថ្នាក់នេះ មកអត់ក្រោបឡើងតាមសម្រួលទៅណាតាមសម្រួល នៅមានអ្នកណាទៀតគឺបងស្រីនឹងហើយគាត់នៅដំណាក់ម្ចាស់ស្ត្រីមិននិយាយអ្វីទាំងអស់ក៏វាយខ្ញុំ ប្រហឺនណាស់នាងកូនខ្លាញ់ត្រូវបណ្ដេញចេញបើជាហ៊ានវាយកូនមកកោយើងផងគេគិតថាគ្រួសារយើងងាយធ្វើបាបណាស់មែនទេ លោកម្ចាស់រឿងនេះមិនអាចចាប់ទៅអញ្ចឹងទេជាងមេវត្រូវតែសោកមួយជើង ពុកម៉ែបងស្រីកុំខ្លាចអីអ្នកទាំងអស់គ្នាភ្លេចហើយថាលោកពូជាអភិបាលក្រុងគ្រប់គ្រងសន្តិភាពនៅក្រុងជីងឆឹងទាំងមូលឲ្យតែចេញមុខជាងមេត្រូវតែទទួលខុសត្រូវដល់កិច្ចមិនផុតនោះទេត្រូវហើយ ក៏ប៉ុន្តែបងប្រុសចាំងមកពេលនេះគឺជាគុណដំណឹងរបស់ព្រះអង្គម្ចាស់ជីងមានដំណាក់ព្រះអង្គម្ចាស់ជីងជាខ្នងមកឯងលោកពូអាចធ្វើអីបានម៉ែទើបតែទទួលបានដំណឹងមួយពួកគេទាំងពីរអ្នកឆ្លោះបែកបាក់គ្នាហើយ ម្ចាស់យាយអុកខ្ញុំមកទីនេះធ្វើស្អីល្ងាចខ្ញុំមានការត្រូវធ្វើ ចាំតិចសិនទៅឯងនឹងដឹងហើយនេះល្អិតមេវមកឆាប់មើលទៅមួយនេះគឺជាកូនស្រីរបស់លោកមេតបលីឮថាការជាសេះបាញ់ព្រួយរបស់គេពូកែណាស់ហើយចរិតវិញគឺទលាយដែរបៃស៊ូម្នាក់នេះសំនឹងឯងខ្លាំងណាស់ ម្នាក់នេះមិនល្អទេថ្មីត្បិតតែមុខមាត់គេស្អាតប៉ុន្តែមានមហិច្ឆតាខ្ពស់នេះមួយនេះតាប់ល្អសុភាពរៀបសាររំទុំល្អបំផុតហើយ ពិតឬអត់នឹងឯងចេះមើលតម្រងមុខទៀន គ្រាន់តែមើលតម្រងមុខមានអីទេខ្ញុំនឹងអាចមើលចិត្តទៀតផង មើលចិនរឿងនេះក៏ឯងចេះដែរ អ្នកនាងម្នាក់នេះគឺបានចំណាយប្រាក់100ដំឡឹងឲ្យខ្ញុំទៀតផងប្រាក់នៅឯណាចិត្តនៅទីនោះហើយនាងព្រមចាយប្រាក់ជាច្រើនឲ្យខ្ញុំដើម្បីឲ្យខ្ញុំជួយបោះផ្លូវឲ្យនាងគឺពិតជាមានចេតនាល្អចង់បានព្រះអង្គម្ចាស់ចេញពិតប្រកបណាស់ចំណាយអស់ពីកម្លាំងចិត្តអើយ ចឹងមែននាងចេញទៅក្រៅជាមួយខ្ញុំមកព្រែ ធ្វើអីទេធ្វើអីហ្នឹងអើយ ចឹងមែននាងចង់មានន័យថាម៉េច ចង់មានន័យថាម៉េចយ៉ាងម៉េចខ្ញុំជួយរកប្រាក់ជាយាឲ្យលោកនឹងហើយយ៉ាងម៉េចដែរមានសច្ចធម៌ណាស់មែនទេ នាងយកមង្គលការយើងមកលេងសើចអញ្ចឹងយកប្រាក់យើងហើយជួយនិយាយល្អឲ្យគេនាងមានន័យយ៉ាងម៉េចឲ្យប្រកបទៅ ខឹងខ្លាំងបែបនេះធ្វើអីទេខ្ញុំធ្វើនេះគឺដើម្បីឲ្យលោកល្អអន្តេលោកមើលទេលោកមានអាយុប៉ុណ្ណេះទៅហើយពេលយប់ឡើងសំបីតែអ្នកចាំទ្វារម្នាក់ក៏គ្មានផងតើគួរឲ្យអាណិតយើងណាទេ នាងមិនចាំបាច់មកគិតគូរទេនាងត្រូវជាស្អីនឹងខ្ញុំបានជានាងមកពិចារណាឲ្យយើងដែរនោះ ស្រែកខ្លាំងយ៉ាងនេះធ្វើអីបើលោកពិតជាមិនចូលចិត្តទេលោកឯងនិយាយតាមត្រង់ក៏បានដែរយ៉ាងច្រើនណាស់ថ្ងៃក្រោយយប់ឡើងពេលដែលលោកត្រឡប់មកវិញខ្ញុំចាំជួយបោះធ្វើឲ្យលោកក៏បានដែរ នាងនិយាយថាម៉េច ព្រោះយ៉ាងណាក៏លោកគឺជាក្មួយប្រុសធំរបស់ខ្ញុំដែរ ចេញពីផ្ទះរបស់យើងទៅ ជំនាញរបស់លោកណាលោកមិនគោរពចាស់ទុំប្រយ័ត្នខ្ញុំទៅប្រាប់កូនកំមុំរបស់លោកណា
ខ្ញុំមិនខ្វល់ថានាងជានរណាទេចាប់ពីថ្ងៃនេះទៅខ្ញុំមកបៃស៊ូនឹងចាំងមេវមិនពាក់ព័ន្ធអ្វីនឹងគ្នាទៀតទេនាងមិនមែនជាកូនធម្មតាជាយើងហើយក៏មិនមែនជាមីងយើងដែរ ចិត្តល្អបែរជាចាត់ទុកថាមានកំណត់អាក្រក់អ្នកណាចង់ស្នាក់នៅដំណាក់ព្រះអង្គម្ចាស់អន់របស់លោកនោះសុំមកឲ្យនៅម្នាក់ប្របីចិត្តទេអើយឆាអាយ៉ាមើលតែដំណើរនេះដូចជាអស្ចារ្យណាស់អេនីងកំពុងចាប់មហាចៅដែលថ្លាមធំមួយណាដែរទេប្លន់ឃ្លៀងរត់ឬមួយក៏ធ្វើគិតព្រះអង្គទេ ចាំងមេវ លោកមន្ត្រីលោកចង់រកខ្ញុំទូទាយពីវាសនាមែនទេ ចាប់គេទៅអើខ្ញុំមិនស្គាល់នាងទេអត់ស្គាល់នាងទេ អញ្ចឹងអ្នកដែលពួកលោកចង់ចាប់នោះគឺជាខ្ញុំទេ ចាំងមេវនាងមានទោសប្រើអាវុធវាយដំទៅលើគ្រួសារជាងឲ្យមានរបួសពេលនេះផោះតាមានគ្រប់គ្រាន់ឆាប់តាមពួកយើងចូលគុករងចាំការកាត់ក្តីនាំគេទៅបត់ អេខ្ញុំប្រាប់ពួកលោកទៅចុះពួកលោកឲ្យខ្ញុំយកមកគឺងាយទេប៉ុន្តែចង់ឲ្យខ្ញុំទៅវិញគឺពិបាកហើយណានេះ នាងនៅចង់ចេញទៅវិញទៀតអីយល់សពទៅចុះ ក៏បានស្នាក់នៅផ្ទះសំណាក់កត្រីចៃលុយស្នាក់នៅទីនេះហ្វ្រីក៏ល្អដែរគឺបន្ទប់ដាច់ដោយឡែកមែនទេ អ្នកទូធ្ងន់ដូចជានាងប្រកាសជាបន្ទប់ដាច់ដល់ឡែកនៅម្នាក់ឯងចឹងហើយ អត់ហ្នឹងអូចាប់ឡើងចាប់ឡើងយើងចង់តែបន្ទប់ដែលមានពលិគ្រប់គ្រាន់ចាំមកផ្លែតហើយបន្ទប់នេះគួរសមឆាប់ឲ្យធ្វើទេឆាប់ទេលើឡើង ចូលទៅ ប៉ាចេះល្អមែនមានរុក្ខជាតិពណ៌បៃតងទៀតបើមានកៅអីមួយទៀតឈប់សិនលោកបញ្ញាទៅណាខ្ញុំមិនតាន់បានកំងបោះហុំដល់ឡើយទេប្រហិតសាច់ជ្រូក3ជាន់ត្រីឆ្ពងចំហុយបន្ទាប់មកឲ្យតែបានហើយនៅចង់កំងមកហូបទៀតអីចាំពេលដែលហូបបាយមុនពេលបហាជីវិតនាងចាំកំង ចាំមកផ្លែត ចោះធ្វើអី ភរិយារបស់លោកពិបាកសម្រាលបើត្រឡប់ទៅវិញឥឡូវនេះគឺនៅសង្គ្រោះបានបើសិនជាយូរទៅគឺសាក់សពមួយជីវិតពីរហើយ និយាយព្រៃប្រាស្អីហ្នឹងប្រពន្ធខ្ញុំនៅមួយសប្តាហ៍ទៀតទើបបានសម្រាលកូន ថ្មីនេះតែលោកជួសចណ្ដៅមែនទេភរិយារបស់លោកបានរអិលដួលគឺពិបាកសម្រាលហើយទៅទេ មិនក៏នាងដឹងពីរឿងជួសជុលចណ្ដៅនោះឬមួយក៏ រត់ត្រឡប់ទៅវិញឥឡូវនេះគឺនៅអាចតាន់ពេល ប្រពន្ធសម្លាញ់ បន្ទប់ដាច់ដោយឡែកពីគេ បងស្រីទុកចិត្តចុះគុកនៃផ្នែកយុត្តិធម៌នោះបានរៀបចំរួចរាល់ហើយពេលនេះធ្វើត្បិតតែមិនទាន់កាត់ក្តីជាផ្លូវការនៅឡើយប៉ុន្តែអ្នកយាមនៅក្នុងគុកនោះសុទ្ធតែល្បីឈ្មោះថាខូខើខ្លាំងណាស់ទោះបីជាមិនអាចយកជីវិតនាងក៏អាចបោះស្បែកនាងបានដែរ អ្នកម៉ែងពួកគេមិនអាចធ្វើហោហែចំពោះបងស្រីទៅដឹងកុំបារម្ភចំនួននាងមានកម្មអីជាងមេវនៅក្នុងគុកនោះយ៉ាងហោចណាស់ក៏ត្រូវគេបោះស្បែក3ជាន់ដែរទៅបានហួយឯងប្រកាសជាថាលោកមេគុកលីទទួលបានមេ50ដំណឹងហើយឯង អ្នកម៉ែទុកចិត្តចុះលោកមេគុកលីធានាផ្ទាល់មកជាមួយខ្ញុំថាគេនឹងមើលថែផ្កាយគ្រួននោះឲ្យបានល្អខ្ញុំលើថានៅក្នុងគុកនោះបាននាំឧបករណ៍ទារុណកម្មថ្មីប្រមាណឈុតមកផងត្រូវហើយកន្លែងនេះហើយប្រើកម្លាំងបន្តិចទេត្រែកន្លែងហ្នឹងហើយ កម្លាំងប៉ុណ្ណឹងបានទេចង់ដុតទៀនកោបបន្ថែមដែរទេហ្នឹង បានតែ តាចាំងឆាប់ទៅយកធូបរងាប់ចិត្តនាំមកពីស៊ីអ៊ីនមកយកមកដុតទៅបាននិយាយពីសមាជិកភាពរបស់អ្នកនាងគឺទាយត្រូវណាស់គឺអាចប្រៀបជាមួយទេវតាកណ្ដាលទៅហើយ ទេវតាពាក់កណ្ដាលអីទេខ្ញុំគឺជាទេវតារស់ណាស់ ទៅហើយអ្នកនាងគឺជាទេវតារស់ប្រពន្ធខ្ញុំអសលមិញគឺពិបាកសម្រាលសំណាងល្អណាស់ដែលអ្នកនាងបានចង្អុលបង្ហាញអ្នកនាងប្រៀបដូចជាអ្នកផ្ដោះកំណត់ថ្មីឲ្យគ្រួសារពួកយើងអញ្ចឹង ពួកលោកធ្វើបែបនេះពិតជាធ្វើឲ្យខ្ញុំពិបាកធ្វើការណាស់មិនអញ្ចឹងទេទំលុះបន្ទប់ចូលគ្នាធ្វើជាបន្ទប់ទឹកឲ្យយើងទេ ល្អតើអ្នកទាំងអស់គ្នាទំលុះជាជាងខាងលើទៅម៉ាត់ខ្ញុំនឹងទំលុះឥឡូវនេះ ខ្ញុំហៅលោកបងវាងចាស់ អ្នកនាងហៅខ្ញុំអញ្ចឹងខ្ញុំមិនហ៊ានទទួលទេបើសិនជាអ្នកនាងសប្បាយចិត្តអាចហៅខ្ញុំថាសៀវវាងប៉ាបាន សៀវវាងប៉ាបាទ អាមួយនេះពេលដែលខ្ញុំចេញទៅខ្ញុំអាចយកវាទៅជាមួយបានទេមកទៅវាដូចជាមានតម្លៃណាស់ មើលអ្នកនាងនិយាយចោះនេះគឺខ្ញុំកំងតាមដៃរបស់អ្នកនាងតើប្រកាសជាយកទៅបានហើយយកទៅ ល្អណាស់ លោកម្ចាស់ពីវយលោកអភិបាលក្រុងមកសួរចម្លើយអ្នកនាងទេវតាស្ងៀមស្ងាត់ជាងមេវនាងវាយដំអ្នកនាងធំគ្រួសារជាងមានរបួសធ្ងន់នាងទទួលទោសដែរទេ កុំមានមាត់ព្រោះលិមួតដាក់គេនោះខ្ញុំគឺជួយគេទេបើខ្ញុំមិនចេញធ្វើដៃទេគេបាត់បង់ព្រមចារយូរហើយ ផ្ដេសផ្ដាស់នៅក្នុងសវនាការបែរជាហ៊ាននិយាយសម្ដីអសរុបបែបនេះបងប្រុសស្រីថោកទាបនេះ គេនិយាយថាជួយគេតើមានផុសតាងទេ សាក់សីតើបានទេ នាងជាកូនដែលគេបោះបង់ចោលបណ្ដេញចេញពីផ្ទះមកមានសាស័យមកពីណា ព្រះនាងធំហើយនឹងម្ចាស់ក្សត្រីសុទ្ធតែអាចធ្វើជាសាក់សីឲ្យខ្ញុំបាន ពិតជាមិនគួរជឿព្រះនាងធំគឺជាប្អូនបង្ការរបស់ព្រះអង្គបើព្រះនាងយាងមកបន្ត្រីទាំងអស់គឺត្រូវតែគោរពទទួលដំណើររីឯម្ចាស់ស្ត្រីវិញគឺជាមនុស្សគោរព3ជំនាន់ព្រះអង្គបានប្រទានមកគាត់ហង9មិនក៏ឲ្យទ្រង់ធ្វើសាស័យឯងលោកពូស្រីថោកទាបនេះចេះតែនិយាយផ្ដេសផ្ដាស់ខ្ញុំយល់ថាមិនអញ្ចឹងទេដាក់ទារុណកម្មតែម្ដងទៅទោះយ៉ាងណានាងក៏ត្រូវយើងបណ្ដេញចេញទៅហើយក្រែងលោកពូ
ចាប់នាងនៅចំពោះមុខពួកយើងហើយតើនិយាយទៅក៏មានហេតុផលទាហ៊ានវាយគេឲ្យខ្លាំង30ដំបងទៅវាយរហូតដល់គេទទួលកំហុសទេប្រហើយវាយឲ្យគេទទួលកំហុសអីដូចកោតទៀតអី អត់ណាស់មែនហើយ យើងប្រាប់ពួកឯងទៅចុះដំបងរបស់ឯងបើហ៊ានតែវាយចុះមកយើងនឹងឲ្យគ្រួសារពួកឯងមិនអាចរួចខ្លួនទេ ឈប់ភ្លាមនៅទឹកសាហ្វាងនៅទីនេះយើងនឹងចាំមើលថាអ្នកណាហ៊ានប៉ះពាល់នាងផ្លាកសញ្ញារបស់ព្រះអង្គប្រទានឲ្យយើង ម្ចាស់ស្ត្រីពាន់ឆ្នាំម្ចាស់ស្ត្រីពាន់ឆ្នាំម្ចាស់ស្ត្រីព្រះនាងធំទ្រង់ទាំងពីរយាងមកទីនេះខ្ញុំម្ចាស់មិនបានទទួលសូមទ្រង់រាជទានទោស យើងឮថាពួកឯងកំពុងតែសួរចម្លើយរឿងក្តីរបស់គ្រួសារជាង មិនខុសទេស្រីចង្រៃនេះបន្លំខ្លួនធ្វើជាកូនបង្ការគ្រួសារជាងរយៈពេល20ឆ្នាំក្រោយពេលដែលត្រូវបណ្ដេញចេញហើយនាងក៏មានចិត្តគុំគួនវាយនាងធំគ្រួសារជាងឲ្យមានរបួសធ្ងន់ធ្ងរអ្វីដែលគួរខឹងនោះគឺគេនិយាយថាម្ចាស់ស្ត្រីនិងព្រះនាងធំអាចធ្វើជាសាស័យគេបានពិតជាមិនចេះខ្មាស់អៀនមែន ឈប់សិនពួកយើងពិតជាធ្វើសាក់សីឲ្យនាងបានពិតមែន ម្ចាស់ស្ត្រី នៅថ្ងៃនោះមានខ្មោចល្មមកម្មម្នាក់បានសន្ធិដ្ឋក្នុងខ្លួនគ្រួសារជាងមិនត្រឹមតែលេងសើចជាមួយអ្នកបម្រើក្នុងដំណាក់ទេនៅចង់ប្រាដៃជាងជាមួយម្ចាស់ស្ត្រីទេ ព្រះអើយអ្នកនាងគ្រួសារជាងត្រូវខ្មោចល្មមកម្មសន្ធិដ្ឋ ម្ចាស់ស្ត្រីគឺមានទោសប្រហារជីវិតវាយគេប៉ុណ្ណឹងស្រាលពេកហើយបែរដល់ស្រាលណាស់ហើយព្រះនាងធំពាក្យសម្ដីរបស់ព្រះនាង យើងមកធ្វើជាសាក់សីដល់ខ្លួនឯងផ្ទាល់នៅហ៊ានថាអ្វីដែលនិយាយមិនពិតទេ មិនហ៊ានទេម្ចាស់ស្ត្រីធ្វើសាស័យដោយផ្ទាល់រឿងនេះគឺជាការយល់ច្រឡំខ្ញុំសូមប្រកាសជាងមេវគ្មានទោសអីនោះទេដោះលែង នេះ ជាងមេវនាងអាចទៅបានហើយ ខ្ញុំមិនទេ នាងនិយាយថាម៉េច សំចេងយើងចង់មើលទៅមើលថាគុកនេះពិតជាស្រួលខ្លួនដោយដែលឯងបាននិយាយនោះពិតមែនដែរទេអោះនេះជាតំពេងបាយជូរដែលទៅមកពី CE ដឹកជញ្ជូនមកប្រញាប់ចំងាយ800យើសាក់ភ្លុកមកទេពិតជាផ្អែមមែន អូយព្រះម្ចាស់ថ្លៃហើយទ្រង់ទាំងពីរគឺស្លឹកមាសវ៉ពេជ្រមិនក៏មកចូលក្នុងគុកបែបនេះបើសិនជាមានរឿងអីកើតឡើងនោះទោះបើគុំមានក្បាល10ក៏មិនគ្រប់ប្រហារដែរទ្រង់ទាំងពីរឆាប់ចេញទៅវិញទៅក្រាបទូលយើងចេញទៅវិញទៅបើនាងល្អិតមែនមិនទៅពួកយើងក៏មិនទៅដែរ ព្រះម្ចាស់ទ្រង់រកទូបង្គំហ៎6ម៉ោងទៅហើយមិនក៏គ្មានដំណឹងអីអញ្ចឹងក្រែងព្រះអង្គមានបន្ទូលថាផ្ដាច់ទំនាក់ទំនងជាមួយអ្នកនាងជាងហើយតាពេលនេះនៅផ្ទះសាធ្វើស្អីមកច្រើនខាងម្ចាស់បងនិងម្ចាស់យាយតើមានដំណឹងអីដែរទេនៅមិនទាន់ត្រឡប់មកវិញទេមិនទូបង្គំលើដំណឹងថាអភិបាលក្រុងយកគាត់ទៅឃុំក្នុងគុកធំហើយថាម៉េចត្រៀមសេះទៅបាទ យ៉ាងម៉េចហើយស្រួលខ្លួនទេ ស្រួលខ្លួនណាស់ ពិតជាម៉ាសាបានល្អខ្លាំងណាស់ប៉ុន្តែនាងល្អិតមែវយើងនៅចង់សាក់របស់គ្រូម៉ាសាលេខ10ដែលឯងនិយាយនោះ ឯងតើហៅគ្រូម៉ាសាលេខ10យកមក បាទ ម្ចាស់ស្ត្រីគ្រូម៉ាសាលេខ10រីករាយនឹងបម្រើសេវាកម្មឲ្យទ្រង់ ល្អណាស់ឆាប់ចូលមកក្រាប អាយព្រះម្ចាស់ថ្លៃហើយសូមអ្នកនាងចេញពីគុកទៅអ្នកនាងចិត្តទូលាយខ្ញុំមានភ្នែកតែអត់ប្រស្រីពេលនេះខ្លាញ់ជ្រូកបាំងភ្នែកចិត្តអស់ហើយ បានហើយព្រោះថាយ៉ាងនេះលោកគឺជាពូបង្កើតជួយក្មួយស្រីខ្លួនឯងក៏ជារឿងធម្មតាដែរ អូយនាងថោកទាបនាងបានចាត់ប្រកាន់គេមិនអោនក្បាលទទួលកំហុសទៀត មិននឹងអាចវាយក្មួយស្រីបានយ៉ាងណាក៏លោកគឺជាបងប្រុសរបស់អ្នកស្រីជាងដែរជួយញៀនមិនជួយច្បាប់ក៏អាចយល់បានដែរណា ស្រីពឺពលមិនដែលចេះបង្រៀនកូនឲ្យបានល្អទេហើយនៅទម្លាក់កំហុសមួយបង្កើតគេទៀត មិននឹងអាចវាយបងស្រីបង្កើតទេនេះថ្ងៃក្រោយមិននឹងអាចធ្វើជាមន្ត្រីរួមគ្នាក្នុងរាជការតែមួយជាមួយនឹងបងថ្លៃបានទេ មន្ត្រីរួមគ្នានៅក្នុងរាជការតែមួយឥឡូវនេះគេគឺជាអ្នកទោសហើយកុំនាំទុកដល់យើងឲ្យសោះណា រីឯក្មួយប្រុសម្នាក់នេះវិញ យើងមិនចង់ធ្វើជាពូម្នាក់នេះទេនឹងលឿងគឺក្រោមប្រកាសជាមិនជាមនុស្សល្អនោះទេ អាយ៉ាលោកម្ចាស់មិនក៏លោកធ្វើបែបនេះ
បាននិយាយអត់ត្រឹមត្រូវក្រែងជាគ្រួសារតែមួយឯង ក៏ត្រូវដែរសុទ្ធតែជាគ្រួសារតែមួយគ្រួសារនេះគឺសុទ្ធតែមិនមែនជាមនុស្សល្អទេចាប់បញ្ចូលគុកទាំងអស់ទៅចាប់ឡើងចូលទៅ ថាម៉េចខ្ញុំមិនចង់ធ្វើជាអ្នកចាក់ខារបស់ពួកគេទេឆាប់ទៅឆាប់ឡើងឆាប់ទៅ អើយតាមស្រួលសូមតាមស្រួលតាមស្រួ នេះ ល ជាដល់សានប្រខែហើយខ្វះម្នាក់ក៏មិនសូវល្អដែរ សែនព្រះខែ លោកក៏ចង់ទៅដែរទេ អូយ គ្រួសារគឺត្រូវតែរៀបរយបែបនេះបាយបាយ ម្ចាស់ស្ត្រីព្រះនាងធំជាមិនចូលចិត្តមុខឯងតាមបញ្ជូមកសំមុខឯងភ័យអាទៅហ៊ានគោកតូចតាចឯងនេះជាងចូលគ្រួសារឯងជាបន្តគឺមានតែការសួយតែប៉ុណ្ណោះទេនាងជាផ្កាយសំណារបស់ឯងពិតមែន ពងម៉ែបងប្រុសឲ្យតែមើលគ្រួសារពួកយើងនៅជាមួយគ្នាគឺសំណាងដ៏ធំបំផុតហើយតែពិតទេអាយ៉ាកូនលងម៉ែស្ទើរតែត្រូវពូឯងបោកបាត់ទៅហើយណាពិតជាស្មានមកដល់ពិតមែនហើយម៉ែ ឲ្យតែយើងមានជីវិតរស់នៅគឺយើងនៅតែមានសុខឹមបែរហើយពិតជារំភើបខ្លាំងណាស់ប៉ុន្តែគួរស្ដាយសំណាងរបស់ពួកឯងត្រូវស្រូបយកស្ទើរតែអត់ទៅហើយដល់ពេលដែលត្រូវដូរមួយគ្រួសារទៀតហើយបៃស៊ូពិតជាកតញ្ញូមែនដឹងថាត្រូវចាំអ្នកមីង អ្នកមីងស្អីទៅមិនមែនចាំអ្នកមីងទេ បើមិនមែនចាំអ្នកមីងទេអញ្ចឹងចាំស្អីមិនមែនទេ មិនមែនកំពុងតែរងចាំអ្នកដែលស្រឡាញ់ម្នាក់ណាទេដឹងអូហូ មកចាប់បោះនិយាយពីប្រាស្អីហ្នឹង ហើយយ៉ាម្ចាស់យាយតោះយើងទៅពួកយើងដើរទៅវិញទៅ អេមានរទេះសេះមិនជី ពីថ្ងៃនេះនៅក្នុងគុកញ៉ាំច្រើនពេកដូចជារឿងថត់បន្តិចហើយឲ្យពួកគេទាំងពីរជិះរទេះសេះទៅពួកយើងដើរទៅឲ្យស្របទៅ មែនហើយដើរទៅ មកចាប់បោះម្ចាស់យាយបែបនេះគឺមិនសមរម្យទេ សំរុំបៃស៊ូមើលថែនាងល្អិតមេវនេះឲ្យបានល្អលើទេ ពួកយើងទៅ តោះទៅ ពន្លឺព្រះច័ន្ទស្អាតណាស់មិនអញ្ចឹងទេពួកយើងដើរលេងទៅ អ្នកទាំងអស់គ្នាដើរកាត់កុំឲ្យរំលង អ្នកទាំងអស់គ្នាđãឆ្លងកាត់កម្លាំងរំលងការសម្ដែងពិសេសចិត្តចាប់ដើមហើយបំបែកដុំថ្មលើទ្រូង ហើយតែមកចេញត្រង់មកតែងហើយ ធ្វើបែបនេះមិនសមទេអ្នកទាំងអស់គ្នាប្រយ័ត្នចិត្តចាប់ដើមហើយហឺហូ ល្អ ហូអស្ចារ្យណាស់អូយល្អមែន លិចនេះគឺកាន់តែល្អជាងមុនទៀតការវាយថ្មលើទ្រូងរបស់លោកបងម្នាក់នេះគឺល្អជាងគេបំផុតនៅក្រុមជីងឆឹងនេះព្រះម្ចាស់សរសើរគេប្រមាណមកទេគឺពិតជាល្អណាស់ល្អណាស់ល្អ អរគុណទាំងអស់គ្នាជួយផងមានប្រាក់ចំណាយប្រាក់មានប្រាក់ចំណាយប្រាក់ដាក់ទៅហើយ សូមតែប្រាក់ហូបមានមួយចានកុំគ្រប់ផង អរគុណ បានមើលការសម្ដែងក៏មិនចាំបាច់បើកប្រាក់ដៃឆាប់ហូបឆ្នាំនេះទៅគ្រូប៉ែនិយាយហើយថាបើបងមកផឹកឆ្នាំតិចគេបងនឹងខូចហើយនេះ បាទប្រាក់មកពីណាទិញឆ្នាំសុំបីតែថ្លៃបងរៀនឲ្យកូនក៏មិនទាន់សន្សំគ្រប់ផង កូនស្រីធំអញយករបស់ឯកេបាក់នោះយកទៅលក់ហើយកូនទី2តលីបើឯគេនៅកំពង់ផែមួយថ្ងៃបើសិនជាបងមានរឿងអីកាត់ឡើងនឹងចាំពួកជាង3នាក់គិតយ៉ាងម៉េចលោកតុកថ្ងៃនេះខ្ញុំរកបានប្រាក់បាន2សេន មានប្រាក់ហើយណាស់អាចទិញរបស់ឆ្ងាញ់បានហើយ ណាត្រូវការទេលោកបងនេះបងឆាប់ផឹកទេ អូតាលាវលោកម្ចាស់ទាំង3ការសម្ដែងនៅលើផ្លូវនេះគឺត្រូវបង់ថ្លៃការពារថ្ងៃនេះខ្ញុំរកប្រាក់មិនបានប្រហែលទេរកបានតែ20សេនប៉ុណ្ណោះអាចរៃបែកគេទៅអូយអីស្លាប់ទៅកម្រើអាល្ងងឯងនេះសម្ដែងក៏គ្មានមនុស្សមើលដែរធ្វើអាយ៉ានាងតូចម្នាក់នេះបើដេកនៅលើនេះហើយដាក់ដុំថ្មនេះប្រកាសជាមានមនុស្សមើលសាច់ខ្ចីស្បែកក៏ទន់បែបនេះទៀតចូលទៅ ចាប់ជួបចាប់ទៅតែញ៉ា ខ្ញុំតែចង់ងាប់ហើយខ្មោចឆាប់រត់ទៅពួកឯងឆាប់រត់ទៅ សូមអរគុណអ្នកមានគុណ មិនដេញ
អ្នកមានកូនបានជួយពួកខ្ញុំនឹងសម្ដែងស្រីដាក់ខ្ញុំទៅរៀបចេញមួយឲ្យមែនកុំអីស្រេចធំសុខភាពរបស់ឯងនេះមិននឹងអាចសម្ដែងបានទេសុខភាពបងស្រីមិនល្អតើឲ្យខ្ញុំសម្ដែងជំនួសគាត់វិញអូក្រោបឡើងមកណែគេរាល់ថ្ងៃហាត់បានល្អណាស់ថ្ងៃនេះបានជួបនឹងអ្នកមានគុណគឺមានអារម្មណ៍ភ័យបន្តិចហើយ ណាស់ថាទេខ្ញុំមកតែគេបជាសម្ដែងបានល្អនេះប៉ាត់មែននេះនោះប៉ាត់មែននេះអ្នកសិល្បៈតូចដល់បង្កើតឲ្យឯងនេះយ៉ាងហិចនេះក៏មានតម្លៃស្មើនឹងប្រាក់20ដំឡឹងដែរ ហើយយ៉ាទទួលមិនបានទេកូនក្មេងគ្រាន់តែលេងបន្តិចប៉ុណ្ណោះមិននឹងអាចទទួលប្រាក់លើទឹកចិត្តច្រើនបែបនេះបានទៅ មិញនេះខ្ញុំនឹងជម្រាបការសម្ដែងមួយលើករបស់ពួកលោកនេះឲ្យចូលគ្នាទៅពីរលើកចឹងនៅសាននោះចាត់ទុកថាជាកាប្រាក់ចឹងប៉ុន្តែរបស់ពួកលោកនេះក៏មិនជាមុខរបរយំវាញ់ដែរ ចកែខ្ញុំជាហើយពិតជាប្រសើរណាស់អរគុណអ្នកមានគុណហើយអរគុណអ្នកមានគុណណាស់ ត្រឡប់ទៅស្រុកទិញស្រាប្រមាណហាកាត់ទេសុំផ្ទះមួយសម្រាប់ជ្រកភ្លៀងហើយចាំបញ្ជូនកូនត្រីនៅសំណាក់រៀនទេណាណាគុណប្រកាសជាអាចមានមុខរបរមានមុខមានមាត់ហើយចាបាន អរគុណអ្នកនាងខ្លាំងណាស់ប៉ុន្តែអ្នកនាងឲ្យច្រើនបែបនេះពួកយើងសុទ្ធតែជារឿងធម្មតាមិននឹងអាចទទួលបែបនេះបានទៅ មែនហើយកំឡុនបើសិនជាពលលោកសុវត្ថិនេះប្រាក់ខ្ញុំនឹងយកត្រឡប់មកវិញហើយនេះ អរគុណអ្នកមានគុណហើយអរគុណអ្នកមានគុណណាស់អរគុណអ្នកមានគុណអរគុណអ្នកមានគុណណាស់សូមអរគុណអ្នកមានគុណណាស់ក្រោកឡើងទៅផ្ទះ ព្រះអម្ចាស់នៅឈរស្ងៀមមើលបែបនេះក៏មិនមានបង្ហាញអ្វីសោះ យើងនៅតែតាមពួកគេ ហើយខ្ញុំទៅតែសាបនកសោរួចរាល់តែក៏ទទួលបានរង្វាន់ដែរទេមនុស្សល្អនេះគឺទៅតែទទួលបានផលល្អតែត្រូវមែនអាន នាងចង់បានមែនទេ បើចាក់ខ្ញុំនិយាយហើយនេះផ្ទះសំណាក់អ៊ីនឡៃនៅពេលដែលខ្ញុំស្នាក់នៅហើយមានអារម្មណ៍ថាស្រួលខ្លួនណាស់ដែរតែខ្វះតែញ៉ាំកាពីប្រហែលថ្ងៃមុនក៏ជាចំផើរបស់គ្រូសាស្ត្រលោកជាអ្នកធ្វើដែរព្រមទាំងហាប្រហែលកន្លែងអស់នេះតែអាចខ្ញុំអត់ បានខ្ញុំតែយកប្លង់ដីឲ្យនាងឥឡូវនេះ ទីឡង យ៉ាងម៉េចមិនសមរម្យទេហ៎ លោកបាជាយកប្រមលឿនយ៉ាងនេះដូចជាសមត្ថភាពក្នុងការតតថ្លៃរបស់ខ្ញុំនេះគឺដូចជាអានពេកហើយ ឲ្យតែជាសំណុំពររបស់នាងគ្មានអីដែលមិនអាចយល់ព្រមបានទេទាំងអស់នេះពីដំបងឡើយក៏ត្រៀមសម្រាប់ថ្លៃបណ្ណាការដែរ ថ្លៃបណ្ណាការព្រះអម្ចាស់មិនត្រូវពលិប្រច័ណ្ឌរហូតដល់ងងឹតមុខឆឹងទេអី អញ្ចឹងនាងយល់ព្រមរៀបការធ្វើជាភរិយារបស់យើងដែរទេអញ្ចឹងតើនាងយល់ព្រមរៀបការធ្វើជាភរិយារបស់យើងដែរទេ គឺថ្មីនេះខ្ញុំកំពុងតែសម្រាប់អង្គុនតាមអាហារកំគោនឹងធំឲ្យខ្ញុំអី ថ្ងៃស្អែកមានពិធីជួបលៀងនៅក្នុងគ្រួសារនាងទៅជាមួយខ្ញុំទៅខ្ញុំនឹងស្នើព្រះអង្គឲ្យប្រទានមង្គលការនៅមុខមន្ត្រីទាំងអស់ដល់ពេលនោះនាងប្រកាសជានឹងឲ្យថាមាត់របស់យើងនេះគឺមិនដែលនិយាយសម្ដីលេងសើចទេ លោកគ្រូ ព្រះអង្គម្ចាស់ជីងបាននាំម្ចាស់ស្ត្រីនិងព្រះនាងធំមកធ្វើការធានាឲ្យជាងមាវទៅហើយឯនៅព្រះអង្គម្ចាស់ជីងគឺគ្មាននិស័យទៀតទេ មកក៏គ្មាននិស័យនោះឲ្យតែព្រះអង្គម្ចាស់មិនទាន់ចេញបញ្ជីពួកគេមិនទាន់មានឋានៈអ្វីប្រកបទេក្រែលោកគ្រូមានជំនាញកែវាសនាមិនទេលោកគ្រូដឹងច្បាស់ជាងគេទាំងអង្គព្រះអង្គម្ចាស់ជីងមានចំហាយពណ៌ស្វាយกับប្រពងប្រកាសជាធ្វើព្រះអង្គបានតែឆ្នាំនោះខ្ញុំបានជួយលោកគ្រូពីផ្លូវกับខ្នើយលោកគ្រូត្រូវតែជួយខ្ញុំឡើងតំណែង ថ្មីនេះនៅក្នុងដំណាក់របស់ព្រះមហេសីមិនសូវជាស្ងប់សុខទេបើសិនជាអាចដោះស្រាយរឿងមួយនេះបានប្រកាសជាទទួលបានការជឿជាក់ពីព្រះមហេសីទទួលបានព្រះរាជបញ្ជាប្រទានមង្គលការពីព្រះអង្គត្រូវចាំថានេះគឺជាលើកចុងក្រោយហើយ10ឆ្នាំមុននាងបានជួយជីវិតយើងថ្ងៃនេះយើងសងការកែប្រែវាសនានេះឲ្យទៅនាងវិញ កុំចូលមកអីជួយយើងផងកុំអីព្រះមហេសីអ្នកនាងចឹងមហេសីតាំងពីមកវិហារព្រះវិញក៏ខ្លាចតែច្បាប់នេះអ្នកនាងមើលទៅចេញមកព្រះមហេសីតាត្រឹមអីឯងមិនសាទៅបាត់ហើយនេះគឺជាកូនសិស្សដែលជាក្បួនអ៊ីងយ៉ាងរបស់ព្រះគ្រូនោះហីមហេសីមានផ្នែកយើងវៃណាស់មានចង់រក្សាពលឹងនេះនឹងមិនសាទាំងឡាយនោះមិនអាចមកកម្មាព្រះមហេសីក្នុងចន្លោះពេល10យុទ្ធបានប្រកាសណាស់មហេសីប្រកាសជាមិនអាចឆ្ងាយពីដំណាក់នេះបាននោះទេនិយាយទៅអញចង់បានអីមានរាប់សិបម៉ឺនដំឡឹងឬមួយជាតំណែងដែលព្រះអង្គប្រទាន ខ្ញុំអញ្ចឹងគ្រាន់តែចង់សម្វមហេសីចេញបញ្ជាប្រទានមង្គលការឲ្យខ្ញុំអញ្ចឹងនៅព្រះអង្គម្ចាស់ជីងមកបៃស៊ូល្អ
យើងយល់ព្រមនឹងឯងប៉ុន្តែឋានៈរបស់ឯងនៅពេលនេះมันยังអាចស័ក្តិសមជាមួយនឹងគ្រួសារជីវកបានទេផ្សព្វផ្សាយបញ្ជាយើងពីថ្ងៃនេះតទៅប្រតិតំណែងឲ្យជាងហោះចិត្តប្រណីចាយ៉ាងទទួលបានការគោរពស្មើនឹងកូនស្រីរបស់ព្រះអង្គម្ចាស់អរគុណព្រះមហេសី ក្រាបថ្វាយបង្គំព្រះអង្គម្ចាស់ជីង លោកម្ចាស់ម្នាក់ដែលស្លៀកសម្លៀកបំពាក់ពណ៌ក្រហមនោះមកចឹងមើលកែតេគឺពិតជាសំខាន់ណាស់ នាងនោះគឺជាមន្ត្រីអបរាយកណ្ដាលថ្នាក់ទី2បើមើលពីខាងក្រៅគឺអាចលើកឡើងនៅចំណុចអាក្រក់ទាំងអស់របស់មន្ត្រីទាំងអស់ហើយមានវិន័យចំពោះខ្លួនឯងតែនៅពីក្រៅក្នុងវិញបានចិញ្ចឹមស្រីនៅក្រៅដំណាក់ភៀងខាង3ដំណាក់ឯណោះ អេមកក៏ត្រង់សម្បត្តិរឿងដែលគេចិញ្ចឹមស្រីនៅខាងក្រៅនោះក៏ប្រាប់ខ្ញុំម្ចាស់ដែរអញ្ចឹង ព្រោះថាគេមិនមែនជាមនុស្សល្អនាងក៏មើលគេច្រើនពេកអី គេចិញ្ចឹមស្រីនៅខាងក្រៅហើយនៅមានមុខមាត់សង្ហាបែបនេះទៀតគឺពិតជាគួរស្ដាយណាស់ នៅមើលទៀតយើងនឹងឲ្យគេទៅលីងណាចិញ្ចឹមស្រីនៅខាងក្រៅអស់មួយជីវិតព្រះនាងចៅយ៉ាងមកដល់ហើយ មកក៏ជាឯងយ៉ាងម៉េចបានជួបរនាងដូចជាយើងហើយមិនធ្វើការគ្រប់ទៀតយើងនៅពេលនេះគឺមិនដូចការពីមុនទៀតនោះទេណាហាចាសំអាងលេខយ៉ាងប្រហែលសលេងក៏អាចបដូរជាមួយនឹងតំណែងជាប្រនាងហើយក៏ថាខ្លួនអញគឺជាស្លឹកពូមាសស្លឹកបិទទៅហើយឯងឯង ព្រះអង្គយាងមកដល់សូមថ្វាយបង្គំព្រះអង្គមិនបាច់គួរសមទេយើងដូចជាបានលើសម្លេងប្រកាសគ្នាបាញ់មិញនេះព្រះអង្គទូលបង្គំស្ម័គ្រចិត្តស្នើសុំស្រីត្រកូលជាងឈ្មោះជាងមាវជាភរិយាតាំងពីដើមមកឯងមិនចូលចិត្តឲ្យមនុស្សស្រីមកក្បែរខ្លួនទេមិនក៏សុកបដូរចិត្តហើយនាងឃើញប្រាក់គឺបើកភ្នែកប៉ុន្តែតែងតែចំណាយប្រាក់អស់ពីខ្លួនជួយដល់អ្នកក្រខ្សត់ ប្រាក់20តម្លឹងដែរ មានមាត់ឆើតែចិត្តទុនតែងតែជួយរកយុទ្ធធម៌ដល់វិញ្ញាណខ្មៅដែលគ្មានកំហុស ជំពាក់បងស្រីនឹងជួយជំទាវឲ្យឯងវិញ មានសមត្ថភាពពេញខ្លួនតែបែរជារៀបតបទូទាយដើម្បីរកប្រាក់អ្វីដែលគួរឲ្យខឹងនោះគឺនាងបានលួចញ៉ាំត្រីដែលខ្ញុំចិញ្ចឹ ចា ម លោកមួយចាស់ ហើយនៅដឹងថាចាយទុកឲ្យខ្ញុំពាក់កណ្ដាលទៀតក្នុងចិត្តនេះខ្ញុំបានជួបជាមួយនឹងនាងក្នុងគ្រួសារមន្ត្រីជាច្រើនក៏បានជួបនឹងស្រីស្អាតនៅប្រទេសដទៃទៀតដែរមានតែនាងទេដែលអាចធ្វើឲ្យឈើពុកខ្លាយទៅជាឈើដែលរស់មកវិញបានអាចធ្វើឲ្យភាពរងាទៅជាភាពកក់ក្ដៅសូម្បីតែមនុស្សគ្មានមនោសញ្ចេតនាហើយមានឈាមត្រជាក់ដូចជាខ្ញុំក៏បានភ្លក់រសជាតិការនឹករលឹកការបារម្ភបានដែរ អ្នកណាគេតត្រីឲ្យលោកទេតាមការពិតនោះលោកជាអ្នកដណ្ដើមគេសោះនឹង បានក្រោកឡើងចុះយើងអនុញ្ញាតឲ្យឯង ព្រះអង្គព្រះមហេសីបានចេញបញ្ជាប្រទាននគរការឲ្យខ្ញុំម្ចាស់និងព្រះអង្គម្ចាស់ជីងហើយ យកឡើងមកពិតជាអសររបស់ព្រះមហេសីមែនចម្លែកណាស់ថ្ងៃនេះយើងមិនបានជួបនឹងព្រះមហេសីទេក្រាបទូលព្រះអង្គព្រះមហេសីមានបន្ទូលថាព្រះមហេសីមិនស្រួលប្រកាយថ្ងៃនេះមិនមកចូលមិនបានចូលរួមទេព្រះមហេសីមានជំងឺមិនក៏គ្មានអ្នកមកទូលយើងចឹងទីហ៊ានធ្វើដំណើរទៅដំណាក់ហ្វុងអ៊ី កុំចូលមកអីពួកឯងកុំចូលមកព្រះមហេសីតែព្រះមហេសីតែកុំចូលមកព្រះមហេសីតែត្រង់ចូលមកអីចាញ់តើ ព្រះមហាសីអូននេះអូនកំពុងតែធ្វើអី ព្រះអង្គ មិនក៏ព្រះមហេសីស្រែកឲ្យជួយបណ្ដាសម្រាប់ខ្លួនឯងបណ្ដាអញ្ចឹង ចាំអត់ទ្វាចិនសំព្រះអង្គប្រតិទានទៅនៅក្នុងវៀងមានខ្មោចអាក្រក់ខ្ញុំម្ចាស់ដឹងថាមានរឿងមិនប្រកបដោយយូរហើយប៉ុន្តែព្រះមហេសីទ្រង់ខ្លាចចិត្តព្រះអង្គមកចោលទ្រង់បារម្ភយន្តសាបលឹងនេះគឺអាចរក្សាសុខភាពឲ្យសុខសាន្តបានឲ្យតែបាត់ទ្វាបង្អួចចិត្តទេមកចុះមកជាបាត់តែសម្បកក្រៅមកជាបាត់ពីខាងក្នុងនេះក៏បង្ហាញឲ្យគេឃើញដែរមកចេះខ្មាស់គេមែនឯងចេះដល់ស្អី អ្នកនាងចេញធ្លាប់បណ្ដេញវិញ្ញាណបិសាចដែលស្ថិតក្នុងក្រុមនៃចក្រសត្រីហើយធ្លាប់បានជួយជីវិតរបស់យើងទៀតបើសិនជានាងនៅតែនិយាយសម្ដីមិនគួរសមទៀតជាងមីវព្រះអង្គម្ចាស់ជើងធ្វើការធានាឲ្យនាងតើនាងមានវិធីល្អដែលអាចជួយដោះស្រាយបានដែរទេ ព្រះអង្គពាក្យចាស់បុរាណនិយាយថាផ្ទះណាក៏មានតម្រាដែលពិបាកសូត្រដែរប៉ុន្តែផ្ទះរបស់ទ្រង់នេះគឺមានតម្រាក្រាស់ខ្មឹកខ្លាំងណាស់មានតម្រាដល់ទៅ4អែននោះនេះគឺចំនួន4 តើសម្ដីនេះមានន័យថាម៉េច ពីព្រោះថាពួកគេនៅទីនេះទាំងអង្គបង្ហាញខ្លួនចេញមកឆាប់បង្ហាញខ្លួនចេញមកអូយអូយងាប់ហើយខ្មោចហើយអូយហើយខ្លាច នេះគឺជាស្នំឯកសិនស្នំឯកលីងស្នំឯកទើនិងស្នំឯកជីងដែលបានធ្លាចាក់លោករបស់យើងតាហេតុអីបានគេចង់សម្លាប់ព្រះមហេសីអញ្ចឹង បញ្ហាមួយនេះទុកឲ្យមហេសីជាអ្នកបកស្រាយខ្លួនឯងទេថាពួកគេទាំងនេះស្លាប់ដោយរបៀបណាទេព្រះអ
អង្គខ្ញុំម្ចាស់ចូលវាជា10ឆ្នាំហើយត្រង់មកដល់ស្គាល់ចិត្តខ្ញុំម្ចាស់ច្បាប់ទៀតនេះនៅពេលនេះត្រង់ស្ដាប់ការញុះញង់ពីអ្នកក្រៅខ្ញុំម្ចាស់សុទ្ធតែស្លាប់វិញអត់ជាងចាំមីវព្រះមហេសីមានឈ្មោះល្បីល្បាញខាងមានចិត្តមេត្តាករណាឯមិនអាចមកបង្កើតបង្ខូចត្រង់បានទេតាមពិតគឺមកពីឆ្នាំទាំងនេះមានអាយុខ្លីប៉ុណ្ណោះតាកាជាមកកើតបង្ខូចឬអត់នោះសួរពួកគេទេគឺដឹងហើយ សួរយ៉ាងម៉េចទៅ គឺពិតជាងាយណាស់បានប្រាក់ឆ្លើយសំណុំម្នាក់នោះមួយបនដំឡឹងគ្មានការខ្លែងបន្លំហើយព្រះអង្គពិតជាមានចិត្តលេងមែនលោកមកចាត់ទាំងអស់គ្នាវិញនោះបើសិនជាមិនបានប្រាក់ទេនៅពេលនេះគឺអាចចេញទៅវិញបានហើយ អេបដាទូលបង្គំគឺជាមន្ត្រីស្មោះត្រង់មិននឹងអាចលោកម្ចាស់លីជាមន្ត្រីក្នុងគ្រួសារអ្នកប្រាជ្ញដែរគោរពបំផុតនៅសច្ចៈទៀងត្រង់សុចរិតលោកមិនចង់មើលដោយមិនបងប្រាក់មែនទេទ្រង់ពិតជានៅក្បែរមនុស្សល្អធ្វើតែអំពើល្អនៅក្បែរមនុស្សអាក្រក់សាងអំពើអាក្រក់ពិតមែនព្រះអង្គម្ចាស់ជីងពេលនេះបែរជារៀនធ្វើអ្នកផ្សារទៅហើយ1000ដំឡឹងនេះឲ្យទ្រង់ បានហើយដំណាក់កាលបងប្រាក់នោះគឺបានបញ្ចប់ហើយនៅពេលនេះដល់ពេលស្ដាប់រឿងពិតហើយ2ឆ្នាំមុនយកដែរព្រះអង្គជាងវិវាងនោះព្រះមហេសីពិតជារងចាំមិនបានទៀតទេម៉ែដោះរបស់ទ្រង់បាននាំអ្នកបម្រើខ្ញុំម្ចាស់ជួយលាវឆ្លៀតពេលដែលខ្ញុំគេងលក់នោះក៏យកកន្សែងមានថ្នាំសន្លំមកទុកមករបស់ខ្ញុំម្ចាស់បន្ទាប់មកនោះក៏យកខ្ញុំម្ចាស់ជួលកនៅលើថ្នាំស្លាប់យ៉ាងវេទនា ព្រះមែនសីអូន មិនមិនអញក៏មកនិយាយប្រេះផ្ដាស់នោះព្រះអង្គនៅចង់ការពីវាទៀតទេចង់ស្មាតតែស្អីពលម្នាក់នេះសុកចិត្តចាច់ត្រង់ឲ្យអ្នកដតីឬនៅពេលត្រង់ទំនាក់ពួកយើងគេនឹងកាត់ជួងដាក់ដល់ឲ្យអ្នកពួកយើងថាតែដាក់ខ្សាច់ចូលក្នុងកញ្ញាពួកយើងទៀតផងអត់ទេព្រះអង្គបើសិនខ្ញុំមិនចាំមានចិត្តចំណែកនោះមិនអាចរស់ស្នាប់ឲ្យត្រង់រៀងរាល់ឆ្នាំនោះពួកគេនៅពេលនៅរស់ចូលចិត្តដាក់ប្តីស្រឡាញ់គ្នានៅពេលស្លាប់ហើយនោះបង្កាច់បង្ខូចខ្ញុំម្ចាស់ទៀនធ្វើជាស្ត្រីគ្រប់លក្ខបណ្ដាសម្រាប់មនុស្សបណ្ដាមហេសីទង្វើអាក្រក់បែបនេះបើចិត្តតាំងខ្លួនថាចំណូលអត់ធំព្រះអង្គនាងម្នាក់នេះអាចនិយាយជាមួយខ្មោចបាននាងក៏ជាបិសាចដែរបងស្រីពិតជានិយាយច្រើនមែននៅពេលចាស់ខ្ញុំម្ចាស់ទម្លាក់ចូលបងតកតនោះមកក៏មិនអត់ខ្ញុំម្ចាស់និយាយច្រើនម៉ាត់ដូចឆ្នៃដែរទេហើយព្រះអង្គត្រង់តតមើលចឹងមហេសីល្អរបស់ទ្រង់យកថ្នាំរំលូតកូនបដូរជាមួយថ្នាំរក្សាកឲ្យខ្ញុំម្ចាស់ផឹងទ្រង់ហាត់មើលទៅក្លិនមួយនេះតើទ្រង់ធ្លាប់ស្គាល់ដែរទេ នេះគឺជាថ្នាំចម្លែកមកពី CE ដែលយើងប្រទានទៅឲ្យព្រះមហេសីមិនក៏អូនអាចប្រាថ្នានេះមកសម្រាប់បុត្ររបស់យើងចឹង ព្រះអង្គខ្ញុំម្ចាស់គ្មានទេ យើងរស់នៅជាមួយអូនអស់រយៈពេល15ឆ្នាំយើងមិនដែលស្គាល់អូនច្បាស់នោះទេថ្ងៃនេះទើបយើងដឹងថាអូនគឺជាសត្វពស់ពឹសយើងមិនដែលបន្ទោសអូនដែលអូនមិនអាចប្រសពបុត្រឲ្យយើងបានទេធ្វើឲ្យតែយើងមានស្នាប់ដតីទៀតតែក៏មិនដែលបោះបង់អូនចោលដែរតែបាច់ចាប់ដល់នៅគេទៅយកកំពុងខ្ពស់ទៅអូនធ្វើដងតើអូនចង់បានអីទៀតឲ្យប្រកាសទេ ព្រះអង្គខ្ញុំម្ចាស់ពិតជាគ្មានបាត់មែន អូន ចាប់ហើយបើសិនជាមហេសីត្រូវដល់តំណែងនោះអញ្ចឹងទៅទិនមកការរបស់យើងចាប់ទៅហើយឆាប់តែអញ្ជើញមីតបធម្មឲ្យចូលវាងភ្លាមប្រថាពាក្យប៉ុណ្ណោះអាយុជីវិតរបស់ព្រះមហេសីណានិយាយច្រើនជាមួយគេធ្វើអីទៀតសម្រាប់គេចោលសិនទៅឆាប់ចូលកគេឡើងថ្នាំដែរអីឲ្យគេឆាប់ធ្វើរសជាតិនេះម្ដងទៅឲ្យគេផឹកថ្នាំពុតឲ្យផ្សំដោយខ្លួនឯងទៅយើងនឹងឲ្យគេខ្លាចជាមនុស្សគ្មានវិញ្ញាណទេប្រាំនៅស្ងៀមមិនយល់ទេគេនឹងចូលទៅខាងក្រៅកណ្ដោបនាងហើយមិនចាំបាច់ធ្វើជាខ្វះអាក្រក់ទេឲ្យបាត់បង់សិលរបស់ខ្លួនឯងឆាប់ទៅសម្រាប់សិនទៅទីហ៊ានដល់ហូតតំណែងព្រះមហេសីរបស់ស្រីត្រកូលទាន់ភ្លាមនេះ ព្រះអង្គពួកយើងគឺជាប្តីប្រពន្ធនឹងគ្នារយៈពេល15ឆ្នាំហើយត្រង់ពិតជាដើម្បីមនុស្សស្លាប់ប្រមាណអ្នកនោះគឺពិតជាឡើងត្រូវការខ្ញុំម្ចាស់ហើយអីព្រះអង្គ យើងទុកមុខឲ្យអូនមិនទាន់គ្រប់ទៀតមែនទេយើងមិនដាក់ទោសអូនទេយើងគឺមិនគប្បីជាមួយនឹងប្រជារាស្ត្ររតែមិនគប្បីជាមួយពលឹងដែលគ្មានកំហុសទាំងអស់នោះទៀតអស់ចេញទៅប្រហាភ្លាមទៅអត់ទេឈប់សិនលោកបង ព្រះអង្គទូលបង្គំដឹងថានាងមានទោសគួរតែស្លាប់ប៉ុន្តែសូមអង្វរទ្រង់ធ្វើលិខិតលេខលះមួយឲ្យនាងទូលបង្គំស្ម័គ្រចិត្តនាំនាងឆ្ងាយដល់ព្រំដែននឹងមិនត្រឡប់មកក្រុងជីងឆឹងវិញជារៀងរហូតរឿងមួយនេះគឺបានចាត់ចែងជាសាធារណៈទៅហើយលោកមិនទាន់បាននិយាយច្រើនទៀតទេព្រះអង្គទូលបង្គំមានកូនស្រីតែម្នាក់នេះទេឬមួយក៏ពួកគេទាំង4គឺគ្មានឪពុកម្ដាយទេហ៎ហើយនៅមានបុត្ររបស់យើងដែលគ្មានកំហុសទាំងអស់ទៀតយើងមិនមែនជាឪពុករបស់គេទេអីបាទដូច្នេះកុំបន្ទោសថាទូលបង្គំមិនស្មោះត្រង់ឲ្យសោះតើឯងចង់ធ្វើអីយើងគឺជាស្ដេចណាអញ្ចឹងឯងឆាប់ធ្វើជាស្ដេចទៀតទៅហិចព្រះអង្គម្ចាស់ជាងឆាប់ដាក់ដៃចុះភ្លាម
បានចាត់ទុកថាឯងចិត្តដឹងខ្លួនយើងគ្រាន់តែមានចិត្តអាណិតឯងប៉ុណ្ណោះឯងចាំអ្នកណាមិនចាប់បែរជាចាប់នាងទៅវិញនាងគ្រាន់តែជាស្រីទុំសើម្នាក់ប៉ុណ្ណោះតើអាចធ្វើឲ្យយើងបានទៅ អញ្ចឹងលោកមេតំក៏ចាំមើលឲ្យល្អទេអញ្ចឹងលោកមេតំក៏ចាំមើលឲ្យល្អទេ មនុស្សមិនក៏បាត់ទៅអញ្ចឹងកុំចូលដល់កុំចូលមកកុំមកដកដាត់អើយយើងបានធ្វើឲ្យចំពោះគេឲ្យប្រកាសទៅ ក៏គ្មានអ្វីឈាមរបស់បងព្រឹមបូកសំជាមួយឆ្នាំសម្រាប់មកពីមៀវចឹងមកបៃស៊ុងលើកនេះលោកគេមិនផុតឡើយហើយចោក៏បជាស្រុកខ្លួននេះ ព្រះអង្គម្ចាស់នេះគឺជានំស្ករក្រហមដែលទើបនឹងធ្វើថ្មីត្រង់ភ្លក់មើលទៅ ហួយមិនក៏មិនទាន់ត្រឡប់មកវិញទៀតតើគេទៅណាប្រកាសទៅលោកបងអ្នកឯងបងប្រាប់គាត់ហួយឲ្យឆាប់ហួយរបស់ហួយនេះតើអញមិនទៅហើយហួយចាប់មកមើលម៉ែមកហួយអូនមើលទៅនេះគឺជាស្និទ្ធស័ក្តិរបស់អ្នកណាគេ នេះគឺជារបស់មៀវចឹងខូប10ឆ្នាំរបស់គេនោះខ្ញុំឆ្លាក់ឈ្មោះគេដល់តដៃមិនអាចចំណាប់ខុសទេ គឺចឹងមៀវជាអ្នកសម្រាប់ហួយជឿរបស់យើង ថាមិញយូរនោះបកស្បាច់នាងថោកទាបឯងនៅចំពោះមុខមហាជនដើម្បីសងសឹកឲ្យហួយរបស់យើងហួយចឹងមៀវ ចាប់ដឹងខ្លួនឡើងមកកូនចាប់ដឹងខ្លួនមកព្រះជាយាបានសម្រាប់កូនប្រុសរបស់ខ្ញុំតើច្បាប់នៅណាទៅច្បាប់នៅណាទៅទាំងប្រាប់បែបនេះណាគេកំពុងតែមកធ្វើបន់នៅទីនេះទេអូតាំងពីគេជាគ្រួសាររបស់ខ្ញុំកាលពីមុនតែហើយនៅធ្វើពុតទៀនស្និទ្ធស័ក្តិឈើនេះជារបស់ឯងមែនទេតែជារបស់ខ្ញុំតែគឺនៅពេលដែលខ្ញុំអាយុ10ឆ្នាំអ្នកបានឲ្យមកខ្ញុំមិនអាចភ្លេចបានទេប៉ុន្តែខ្ញុំបានឲ្យវាទៅកូនស្រីបង្កើតរបស់អ្នកហើយមិនន័យថាខ្ញុំអត់ចាប់បាត់ហើយថាម៉េចអាចង់និយាយថាស្នេហ៍សត្វនេះគឺជារបស់ហោះអើយ លោកពុកអ្នកម៉ៃកុំស្ដាប់គេនិយាយតែបដាអីបងស្រីពេលនេះគឺជាជារបស់ប្រិយបុនចាំមកបង្កើតខ្ញុំនោះគឺពិតជារឿងដែលងាយខ្លាំងណាស់ជាមីវហួយទៅខោចំអូនស្រីបង្កើតគេមិននឹងអាចសម្លាប់ហួយបានទៅប៉ុន្តែឯងវិញត្រូវយើងដេញចេញពីផ្ទះបង្កើតជាមានចិត្តគុំគុណមិនខានទេឯងបង្កើតជាចង់សងសឹកហើយជាចំណែករបស់ស្រីនេះបានធ្វើជាយាហើយគឺអាចបានគ្រប់ច្បាប់បានហើយសម្រាប់មនុស្សឲ្យមិនចាំបាច់ទទួលខុសត្រូវជួយគូលើកតែក្តាំមួយប៉ាន់ចាំឲ្យឯងចង់ធ្វើអី ថ្ងៃនេះបើចាំមកយកតែបេតុងរលួយរបស់ឯងនេះឆយរីទេចាត់ទុកថាយើងគឺចាញ់ដៃអញតែចឹងអញឈួតមែនទេណាមកនិយាយពីបាត់ទៀនអញ្ចឹងយើងនឹងធ្វើឲ្យមានស្មារតីស្មើគ្នាដោយសាររលាកតែក្តៅនេះបានយើងនឹងនិយាយអញ្ចឹងជាអ្នកសម្លាប់យកស្និទ្ធស័ក្តិនោះសម្លាប់ជាងហួយបានហើយនឹងឯងនិយាយថាមិញយើងនិយាយថាជាងហួយគឺយើងជាអ្នកសម្លាប់យ៉ាងម៉េចនេះឯងនេះដូចឆាតឯងនេះហួយទៅអញចំអូនស្រីបង្កើនសូមឲ្យតែបន្តគួររក្សាជីវិតដែលមិនសាពីដូនតានោះឲ្យឯងដែរឯងក្តៅខ្លួនហួយនៅរក្សាឯងពីមួយយំពីឯងត្រូវគេវាយគេទៅរកលពូឯងទាំងយំមនោសញ្ចេតនាមួយនេះគឺត្រូវឆ្កែស៊ីអស់ហើយមែនទេមិនក៏ឯងគ្មានខូបបែបនេះមនោសញ្ចេតនាពេលដែលខ្ញុំត្រូវគេចាប់យកទៅលក់នោះពួកឯងនៅណាទេនៅពេលខ្ញុំអត់ឃ្លានរញ៉េស្ទើរស្លាប់នោះពួកឯងនៅណាដែរនៅពេលពួកឯងឆ្លងកូនខ្លាំងៗសំណប់ចិត្តនោះមានគិតថាយើងនេះឈឺចាប់ប៉ុណ្ណាដែរទេពួកឯងដឹងទេឯងនិយាយថាមិញមិនអាចចិញ្ចឹមរបស់ឯងមិនល្អចំពោះឯងទេអី ចាំជាងហោះមិនអាចចាំរបស់ឯងធ្វើចំពោះឯងល្អជាងកូនបង្កើតទៅទៀត40ឆ្នាំក៏មិនរៀបការបែកជាមួយថៃនឹងបានល្អគ្រប់ជ្រុងជ្រោយតែនឹងដើម្បីដណ្ដើមសំណាងរបស់គេបានសម្រាប់មនុស្សដែលស្រឡាញ់នឹងអាណិតនាងជាងគេបំផុតនៅលើលោកនេះទៅវិញបានហើយនៅទីនេះគ្មានរបស់លោកទៀតទេតែចឹងបាទ ហេតុអីក៏ឯងប្រែទៅជាអញ្ចឹង តែគ្មានសមត្ថភាពឲ្យយើងមានបានគ្រប់គ្រាន់យើងគ្រាន់តែស្រូបយកសំណងរបស់គេបន្តិចបន្តួចទៅវិញយ៉ាងម៉េចនៅមានទៀនសំណងរបស់គ្រូសាឯងពិតជាផ្អែមណាស់ជាងហួយត្រូវគេដកតំណែងជាមន្ត្រីគ្រូសាជាងត្រូវគេរំអស់យើងកញ្ចាស់ឯងត្រូវដេកលើគេម្ដងទៀនគឺសុទ្ធតែជាយើងជាអ្នកធ្វើទាំងអស់នេះរមើលកូនឯងនេះពួកយើងពិតជាខ្វះភ្នែកហើយទើបគិតថានេះជាការសំណាងតាមពិតនេះជាខ្មោចទាបព្រលឹងសោះសងជីវិតកូនប្រុសយើងវិញមកនិយាយពេលហើយប្រេចបាត់នឹងការពីយើងតែត្រូវឆ្នាំសម្រាប់របស់យើងតាប់យូរមកហើយចាំពេលដែលយើងបានជួបគ្នានោះប្រៀបដូចជាត្រូវរន្ទះបានពង្វក់ភ្លើងយ៉ាងអញ្ចឹងណាចាំមើលទៅនាងកំពុងតែធ្វើអី ព្រះចបន្នជួយខ្ញុំម្ចាស់ផងចាំតែបានពង្វក់ភ្លើងមែនទេមកតែមកទៅគឺជាកម្មជ្រួតកជប់ជាមួយនឹងភ្លើងកទេមកទេគ្មានសម្លេងដូចគ្នាទេណាអ្នកនាងតូមួយលេងរួចតាពួកយើងឆ្លោះជួបគ្នានៅណាតាមែនដែរទេ
អាយ៉ា នេះមិនថាឈើស្ងួតប៉ះជាមួយនឹងភ្លើងបាត់មែនអើយក៏មើលអីអើយមកខូចភ្នែកងាប់ហើយតាកញ្ចាស់ងោមចិត្តលីបរួចដែរនេះយ៉ា នេះណាត់ទីងយើងបានដាក់ថ្នាំចូលក្នុងប្រអប់អាហារដំណាក់ព្រះអង្គម្ចាស់ច្បាស់ណាស់យើងឃើញផ្ទាល់ភ្នែកពួកគេយកចូលក្នុងមកក៏ទៅជាត្រូវថ្នាំតាកញ្ចាស់នេះទៅវិញមកក៏ត្រូវតាកញ្ចាស់សុំទាននេះទៅវិញ នាងនិយាយពីប្រអប់បង្អែមមួយនោះ ហេអត់ខ្ញុំមើលតើមានរបស់ឆ្ងាញ់អីមកក៏វាមានម្សៅច្រើនយ៉ាងនេះខ្ញុំដឹងហើយប្រកាសជាអ្នកលោកចិត្តខ្មៅនោះឃើញថាម្សៅនេះចិត្តហួសកំណត់ហើយតែចាក់ម្សៅឲ្យយើងទាំងអស់បែបនេះសូម្បីតែឆ្កែនោះក៏វាមិនស៊ីផងហើយយករបស់ចោលទេអាចឆ្កែស៊ីវិញអត់ជាង ខ្ញុំស៊ីនាងពិតជាផ្កាយសំណាយរបស់ខ្ញុំមែន លោកគឺប្រកាសហើយជីវិតយើងជាតិនេះជាតិនេះក៏ពិតជាចាប់ហើយចាប់មែនតើហើយណា ប្រពន្ធសម្លាញ់ប្រពន្ធសម្លាញ់ប្រពន្ធសម្លាញ់ អូយមកហើយមកគេសម្លាប់តាកញ្ចាស់នឹងសងពីម៉ងហើយមើលតែប្រុសស្អាត Is my clock broken? Enemy missing. Master Rooney is my idol. I have a clumsy new apprentice called Einstein. First blood. Running late? Just slow down the time. May I study your watch for a second? I have a clumsy one. Einstein. You have slain an enemy. Come, let me show you my precious. You have been slain. Biggie is back. Master Rooney is my idol! You have been slain. An enemy has been slain! Biggie is back! An ally has been slain. I have a clumsy new apprentice called Einstein. The enemy has slain the turtle. Come, let me show you my Initiate retreat. Right? Running late? Just slow down the time. Is my clock broken? Hoot hoot, toot toot, hoot hoot, toot toot. Yeah. Right? Yeah. Right? Right? May I study your watch for a second? An enemy has been slain. Right? I have a clumsy new apprentice called Einstein. Missing.
Mr. Rooney, it's time is science. You have slain an enemy. Woo! I have been slain. Hoot hoot, toot toot, hoot hoot, toot toot. May I study your watch for a second? Our turret has been destroyed. Request backup. Is my clock broken? Time is science! Our turret has been destroyed. An enemy has been slain. Superb tanking! The enemy has slain the turtle. An enemy has been slain. Our turret is under attack. Running late, Ziggy is back. Shut down. Killing spree. Shut down. Superb attack. Has been slain. Come, let me show you my precious. I have a clumsy team destroy the turret. An enemy has been slain. Ally has been slain. Enemy double kill. Enemy triple kill. Enemy maniac. Shut down. Launch attack. Understood. Slain. Diggy is back. I have a clumsy new apprentice. Oh, time is science. Slain. Enemy double kill. Our turret has been destroyed. Shut down. Our turret is under attack. Diggy is back. Is my clock broken? Time is science. An enemy has been slain.
study your watch for a second? Our turret is under attack. Our turret has been destroyed. Our inhibitor turret is under attack. Hoot hoot, toot toot, hoot hoot, toot toot. I have a clumsy new apprentice called Einstein. An ally has been slain. Ally has been slain. Time is science. I have a clumsy new apprentice called Einstein. Our inhibitor turret is under attack. Is my clock broken? Master Rooney is my idol. Brilliant control. That was amazing. Under attack. Our inhibitor turret is under attack. Initiate retreat. Slain. An enemy has been slain. Our turret has been destroyed. Your team destroyed a turret. An ally has been slain. Biggie is back. I have a clumsy new apprentice called Einstein. Science is science. Superb control. Has been slain. Solo kill. Double kill. Triple kill. Lord. Request backup. Shut down. Enemy double kill. Come, Biggie is back. Hoot hoot, toot toot, hoot hoot, toot toot. Running late? Just slow down the time. Down. Gather up the Lord. Understood. Enemy has slain Lord. Request backup. I have a clumsy new apprentice called Einstein. Science is science. Enemy has been slain. May I study your watch for a second? An enemy has been slain. Attack enemy lord.
broken? Our turret has been destroyed. Push first. May I study your watch for a second? Inhibitor turret is under attack. Science is science. Inhibitor turret is under attack. Double kill. I have a clumsy new apprentice called Einstein Slain. Science is science. Monster kill. Superb tanking! Ally has been slain. Request backup. Okay, Lily. Just slow down the time. I have a clumsy new apprentice called Einstein Backup. Science is science. Your turret is under attack. Gather at the Lord! Come, let me show you my precious. An enemy has been slain. The enemy has slain Lord. Double kill. Shut down. Enemy double kill. An enemy has been slain. May I study your watch for a second? I have a clumsy new apprentice called Einstein. Master Rooney is my idol. Initiate retreat. I have a clumsy new apprentice called Einstein. Running late? Just slow down the time. Science is science! Mega kill! Superb healing! An ally has been slain. Your team destroyed a turret. Shut down. Enemy double kill. Science is science. Killing spree. Come, let me show you my precious. Request backup. Shut down. Our base is under attack. Double kill.
been slain. Initiate retreat. An enemy has been slain. Enemy double kill. The enemy has slain Lord.